ជាបឋមខ្ញុំខំវាសនាសូមគោរពបងប្អូនលោកតាលោកយាយមួយទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានខ្ញុំធ្លាប់និយាយច្រើនលើកច្រើនសារមកហើយអំពីតម្លៃរបស់មនុស្សតម្លៃរបស់មនុស្សមិនមែនកំណត់ដោយសារអ្នកដទៃថាទេក៏ប៉ុន្តែវាត្រូវបានកំណត់ដោយសារការអនុវត្តអត្តចរិតឬការងាររបស់បុគ្គលនោះផ្ទាល់បើសិនជាបុគ្គលនោះគាត់ប្រព្រឹត្តអំពើមិនល្អគាត់និយាយមិនចាំពាក្យរបស់គាត់ទទួលព័ត៌មានមិនសពគ្រប់រួចហើយវិនិច្ឆ័យសុទ្ធសឹងតែបញ្ជាក់អំពីតម្លៃរបស់គាត់ទាំងអស់ថ្ងៃនេះខ្ញុំចង់និយាយប្រាប់បងប្អូនថាមានតែគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតែមួយគត់ដែលជាគណៈបករបស់ប្រជាប្រដ្ឋខ្ញុំឃើញជាពិសេសគឺគណៈបកប្រឆាំងគេតែងតែនិយាយពាក្យនេះហើយខ្ញុំនិយាយពាក្យនេះដែរវាហាក់បីដូចជាជន់គ្នាប៉ុន្តែដូចខ្ញុំនិយាយខាងដើមអញ្ចឹងបើខ្ញុំនិយាយពាក្យមិនពិតក្នុងចិត្តរបស់ខ្ញុំតម្លៃរបស់ខ្ញុំគឺវាចុះថោកតាមនឹងដោយមិនចាំបាច់អ្នកណាឲ្យតម្លៃឡើយខ្ញុំនិយាយថាមានតែគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតែមួយគត់ដែលជាគណៈបករបស់ប្រជាប្រដ្ឋនៅក្នុងប្រទេសខ្មែររបស់យើងសិតតែគណៈបករបស់គេទាំងអស់ឥតមានគណៈបករបស់ប្រជាប្រដ្ឋដោយគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឡើយពាក្យនេះបងប្អូនកឹមសុខាសំរងស៊ីអាសានិយាយណាស់ក៏ប៉ុន្តែខ្ញុំនិយាយថាពួកអស់នេះបងប្អូនណាក្នុងចិត្តរបស់វាច្បាស់លាស់ណាស់ថាវាធ្វើនយោបាយគឺដើម្បីកេងចំណេញឆ្លៀតឱកាសនៅលើការឈឺចាប់របស់ប្រជាប្រដ្ឋដែលកំពុងតែឈឺចាប់ជាមួយនឹងរបបតែដឹកនាំដោយរដ្ឋាភិបាលសពថ្ងៃវាកេងលើការឈឺចាប់នឹងដើម្បីសម្រេចវត្ថុបំណងដែលជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់វាទេខ្ញុំនិយាយពាក្យនឹងមកហាក់បីដូចជាជន់នឹងវាដែរក៏ប៉ុន្តែតម្លៃនៃពាក្យសម្ដីរបស់ខ្ញុំគឺខុសពីតម្លៃនៃពាក្យសម្ដីរបស់កឹមសុខានិងសំរងស៊ីកឹមសុខាហើយនិងសំរងស៊ីរួមទាំងថ្នាក់ដឹកនាំរបស់គណៈបកសង្គ្រោះជាតិគេនិយាយថាគណៈបកសង្គ្រោះជាតិជាគណៈបកប្រជាធិបតេយ្យបើគេនិយាយថាគណៈបកសង្គ្រោះជាតិជាគណៈបកប្រជាធិបតេយ្យមានន័យថាគណៈបកសង្គ្រោះជាតិគឺជាគណៈបករបស់ប្រជាប្រដ្ឋតែបងប្អូនសង្កេតមើលវាគឺជាការដោះដូរមួយយ៉ាងច្បាស់ក្រឡែតបងប្អូនបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិដោយសង្ឃឹមទៅលើគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិដែលមិនឆ្លើយតបទៅនឹងការដោះស្រាយបញ្ហារបស់ប្រទេសជាតិទេឧទាហរណ៍ដូចជាចាស់ទៅឲ្យលុយ 40000 យួនវានៅដីខ្មែរហើយមិនក៏ទៅជាលេបថ្នាំលុយ 40000 ទៅវិញបញ្ហាធំរបស់ជាតិគឺអត់មានគោលនយោបាយសម្រាប់ដោះស្រាយទេគោលនយោបាយជាអតិភិបដែលគេលើកបង្ហាញប្រជាប្រដ្ឋគឺសរុបមកថាគឺជានុយដើម្បីស្ទូចប្រជាប្រដ្ឋនឹងឲ្យបោះឆ្នោតឲ្យប្រជាប្រដ្ឋឃើញនុយនឹងគាត់បោះឆ្នោតឲ្យវាគឺជាការដោះដូរមួយយ៉ាងច្បាស់ក្រឡែតគោលនយោបាយ7ចំណុចរបស់គណៈបកសង្គ្រោះជាតិខ្ញុំសឡឹងយូរទៅខ្ញុំយល់ដល់ដួងចិត្តរបស់អ្នកតាក់តែងគោលនយោបាយ7ចំណុចរបស់គណៈបកសង្គ្រោះជាតិនឹងយ៉ាងច្បាស់ចាស់ទៅបានលុយ 40000 កម្មករប្រាក់ខែឡើងថ្លៃមន្ត្រីរាជការប្រាក់ខែឡើងថ្លៃសុទ្ធសឹងតែជានុយស្ទូចយកការយកចិត្តទុកដាក់ឬការចង់បានរបស់ប្រជាប្រដ្ឋកាលណាប្រជាប្រដ្ឋគាត់ចង់បានគាត់ទម្លាក់ស្លឹកឆ្នោតឲ្យគណៈបកនឹងគណៈបកប្រជាធិបតេយ្យឈួតអីវាអញ្ចឹងគណៈបកប្រជាធិបតេយ្យគឺជាគណៈបករបស់យើងទាំងអស់គ្នាគោលនយោបាយមួយដែលជាផលប្រយោជន៍រួមរបស់ពួកយើងទាំងអស់គ្នាសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលើសពីគណៈបករបស់ពួកយើងទាំងអស់គ្នាទៀតលើសពីធ្វើដើម្បីផលប្រយោជន៍រួមរបស់ពួកយើងទៅទៀតមនុស្សក្នុងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យច្រើនណាស់បងប្អូនមិនដែលគិតថាតើធ្វើនឹងបានផលប្រយោជន៍មកខ្លួនទេមានតែធ្វើចង់ទុកឲ្យកូនចៅទៅទៀតអានឹងហួសពីប្រយោជន៍ដល់ខ្លួនណាបងប្អូនចាស់ហើយចូលក្នុងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលជាទូទៅយើងយល់ថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនឈ្នះឆាប់លឿនពេកទេសួរចាស់ហ្នឹងគាត់នៅតាន់ស៊ីរឿងហ្នឹងណាអត់តាន់ទេមិនលុយ 40000 ទេគាត់បានភ្លាមក៏ប៉ុន្តែចាស់អស់ហ្នឹងគាត់នៅតែចូលរួមក្នុងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគាត់ធ្វើទុកឲ្យកូនចៅរបស់គាត់ដែលខ្ញុំនិយាយថាវាហួសពីផលប្រយោជន៍ផ្ទាល់ខ្លួនណា
វាគឺជាមโนសញ្ចេតនាមួយដែលគាត់មានចំពោះពូជសាសន៍របស់គាត់អានឹងគេហៅការងារឧត្តមកតេចំណែកអ្នកចូលរួមក្នុងគណៈបកសង្គ្រោះជាតិសំដៅត្រីទៅរកនុយដែលកឹមសុខាហើយនឹងសំរងស៊ីព្យួរនៅខាងមុខគាត់មើលឃើញនុយនៅខាងមុខនឹងច្បាស់ចេះហ្មងឧទាហរណ៍ដោយកឹមសុខាគាត់និយាយថាបើកូនកូនណាស្រឡាញ់ម៉ែឪត្រូវបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិពីព្រោះគណៈបកសង្គ្រោះជាតិមានគោលនយោបាយគឺឲ្យលុយចាស់ទៅ 40000 មិនបាច់កម្មករហ្នឹងប្រឹងធ្វើការរួចហើយផ្ញើលុយទៅឲ្យម៉ែទេហើយម៉ែត្រូវនិយាយពាក្យហ្នឹងទៅកាន់កូនគឺម៉ែនិយាយពាក្យហ្នឹងពាក្យថាម៉េចពាក្យថាកូនមិនបាច់ឲ្យលុយម៉ែទេបើកូនចង់ឲ្យម៉ែមានលុយចាយបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិទៅបងប្អូនឃើញផលប្រយោជន៍ចោះខ្លួនគាត់នៅក្នុងហ្នឹងហ៎កឹមសុខាហើយសំរងស៊ីគាត់បច្ចេះអញ្ចឹងគាត់បច្ចេះយាយថាម៉េចគាត់បច្ចេះយាយថាយាយឯងត្រូវប្រាប់កូនថាបើកូនឯងចង់ឲ្យម៉ែបានស៊ីកាទៀវកូនឯងចង់ឲ្យម៉ែបានលុយចាយកូនឯងបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិទៅម៉ែបានលុយចាយឃើញយាយអត់នោះគាត់អត់មានធ្វើដើម្បីបម្រើមនោសញ្ចេតនារបស់គាត់ចំពោះពូជសាសន៍របស់គាត់គាត់មានការលះបង់ឯណាគាត់ទៅបច្ចេះកូនឲ្យបោះឆ្នោតឲ្យសង្គ្រោះជាតិណាដើម្បីអីដើម្បីឲ្យបានលុយ 40000ដល់ពេលគាត់បច្ចេះកូនវិញគាត់ថាអាកូនហ្នឹងត្រូវប្រាប់ម៉ែថាម៉េចម៉ែបើម៉ែឯងចង់ឲ្យកូនហ្នឹងមានប្រាក់ខែឡើងខ្ពស់ហ៎សូមម៉ែឯងបោះឆ្នោតឲ្យសង្គ្រោះជាតិមកគាត់ឃើញគាត់យកនុយទៅពួកម្នាក់ឯងគាត់ឲ្យពួកកម្មករទៅប្រាប់ម៉ែប្រាប់ឪថាម៉ែឪឯងបើចង់ឲ្យកូនហ្នឹងបានប្រាក់ខែច្រើនសូមម៉ែឯងបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិមកសម្រាប់សម្ព័ន្ធដើម្បីប្រជាធិបតេយ្យទៅហួសពីប៉ុណ្ណឹងបងប្អូនយើងនិយាយថាអ្នកស្រឡាញ់ប្រទេសជាតិរបស់អ្នកពិតប្រាកដអត់អ្នកស្រឡាញ់កូនចៅរបស់អ្នកពិតប្រាកដអត់បើអ្នកស្រឡាញ់កូនចៅរបស់អ្នកពិតប្រាកដណាអ្នកត្រូវធ្វើសង្គមមួយឲ្យល្អសម្រាប់កូនចៅរបស់អ្នកឃើញការលះបង់ហ៎អញ្ចឹងបានខ្ញុំនិយាយថាមានតែគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតែមួយគត់បងប្អូនគឺជាគណៈបករបស់យើងទាំងអស់គ្នាបងប្អូនតម្លាក់ស្លឹកឆ្នោតចូលក្នុងធុងណាបងប្អូនគ្រាន់តែដើម្បីរាប់ចំនួនទេណាថាអាកំណត់ដូចយើងអញ្ចឹងមានគ្នាប្រហែលអ្នកអត់មានបោះឆ្នោតឆ្កែណាទេពួកយើងមានកំណត់អញ្ចឹងឲ្យតម្លាក់ស្លឹកឆ្នោតចូលក្នុងធុងមើលរាប់មើលពួកយើងមានកំណត់កសាងប្រទេសអញ្ចឹងមានគ្នាប្រហែលអ្នករាប់មើលអត់មានបោះឆ្នោតអស់ណាទេណាគណៈបករបស់យើងទាំងអស់គ្នាអញ្ចឹងហើយបានប្រជាពលរដ្ឋដែលគាត់យល់បងប្អូនគាត់លើកស្លាកនៅតាមភូមិតាមឃុំគ្មានអាណាគាត់គ្មានអាណាឲ្យលុយគាត់ទេមនុស្សខ្លះដែលគ្មានសេចក្តីល្អមិនដែលយល់អំពីមនោសញ្ចេតនារបស់មនុស្សថាមនុស្សកាលណាមានមនោសញ្ចេតនាដាច់ខាតគេត្រូវតែធ្វើការងារដើម្បីបម្រើមនោសញ្ចេតនារបស់គេបើមិនបានធ្វើការងារដើម្បីបម្រើមនោសញ្ចេតនាទេចិត្តរបស់គេមានទុនកម្មយើងស្រឡាញ់មនុស្សហ្នឹងចង់ឲ្យមនុស្សហ្នឹងចង់ជួយមនុស្សហ្នឹងដល់ពេលយើងមិនបានជួយដោយប្រការណាមួយយើងឈឺចិត្តទេបងប្អូនយើងតូចចិត្តយើងពិបាកក្នុងខ្លួនដល់ពេលយើងបានធ្វើការងារបម្រើមនោសញ្ចេតនារបស់យើងសប្បាយចិត្តពួកអ្នកនៅក្រៅគណៈបកហ្នឹងគេអត់យល់អញ្ចឹងបានមានអ្នកខ្លះគេនិយាយថាម៉េចទេគាត់និយាយថាកូនរបស់គាត់ទៅជិះឡានតាមផ្លូវទៅឃើញគណៈបកជួងលើកស្លាកច្រើនណាស់មានតែគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតែមួយគត់ដែលជាគណៈបករបស់ពួកយើងទាំងអស់គ្នាការទម្លាក់ស្លឹកឆ្នោតចូលទៅក្នុងធុងក្នុងបំណងរបស់យើងបងប្អូនណាអត់មានទេបោះឆ្នោតឲ្យពីណាមួយគត់អត់មានបោះឆ្នោតឲ្យពីណាទាំងអស់អត់មានក្នុងបំណងបោះឆ្នោតឲ្យពីណាទាំងអស់គឺគ្រាន់តែដាក់ស្លឹកឆ្នោតចូលទៅរាប់នៅក្នុងធុងថាតើពួកយើងដែលមានគំនិតថាកសាងប្រទេសអញ្ចឹងមានគ្នាប្រមាណអ្នកគណៈបករបស់យើងទាំងអស់គ្នាអញ្ចឹងបានមានអ្នកខ្លះគេឃើញយើងលើកស្លាកច្រើនណាគេថាម៉ែខ្ញុំឃើញគណៈបកពូវាសនាមានលើកស្លាកគណៈបកច្រើនណាស់នឹងគាត់ឆ្លើយទៅកូនគាត់មកវិញទៅវិញថាម៉េចទេគាត់ថាអើយវាសនាវាមានលុយចង់ងាប់ហ្នឹងអញ្ចឹងវាលើកផ្លាកជារឿងធម្មតាតើលើកផ្លាកប៉ុណ្ណឹងក៏វាមិនក្រដែរវាសនាវាមានលុយច្រើនចង់ងាប់ទៅលើកស្លាកអញ្ចឹងហើយរឿងធម្មតាតើគាត់អត់ដឹងថាស្លាកហ្នឹងបើជាបរិវត្តនៅតាមភូមិតាមស្រុកដែលគាត់មានមនោសញ្ចេតនាចំពោះប្រទេសជាតិហើយគាត់យល់គាត់លើកស្លាក
đốt nơi phúc bên xanh kia vô là bà này hai quạt nắng á bằng bảo thơ này vô bài tăng bị khmênh là hốt đàn lấy quạt là dụ cha hai chiêng chặt ai quạt ắt miên à rõm đăng tha ca thơ này vô bài á rõ bó mà nụ sọp bà rõ cứ miên ta ca đo lão ý ta mà một quạt đi quạt ắt là tua rõm đăng bán này quạt đăng này quạt đăng là ta thơ quạt đăng là tha ao ta thơ này vô bài cứ đăng ngày hộ bà dạo cho luôn này quạt đăng là chăng thơ này vô bài tăng bị khmênh quạt đăng đó bê côn quạt tập rạp tha nhưng khơi cái nạp bạ pu với ná cái nạp bạ chuông lược lạ chớ nè có tao ố với ná miền lôi chẳng ngọt nâng vì lược bản năng miền ai ở cha con ấp đăng tham bà chia bọt là tam phum tam khung nâng lược thì bằng ổn chẳng bán khơi bà chia bọt để trôi không cái nạp bạ bà dương hay mà bằng lôi ở chụp á bằng ổn có ta hai cuột đi ấy có bò ra mặt trái á có ta hai cuột đi ấy trôi cái nạp bạ kềm xem cái bàn lưới hai ấy bàn trôi cái nạp bạ nâng hãy thời cho lưới tạo mình là hết đó nè là nè để cho lưới cái nông cái nạp bạ dương hai prang thơ ca cái nông cái nạp bạ dương á còn áo nè nâng đạp có hiện đạp đấy đó mà có thằng đạp vô ta đôi hải chăng à thằng nó đạp vô đó cái nhom chăng của anh kia lại anh lại ở lưới có mà đạp anh chọn vô đấy bom ôn mới quạt khai xịt đây là o thời quạt lên chưa lên cái ba quạt hỏi ca ná quạt đạp vô quạt tới chỉ đầu dương à lấy nó quạt toàn đầu dương chẳng quạt thầy mà khai đạp vô miền đây mà nè nó quạt dây chẳng đại có thà ôn lưới bất chỉ bà rồi nó ôn hay ôn anh mới thà táo ở đây chìm nuôi miền hạt phật nè hạt ấy ban ở đây lưới bà họ dạng nâng hải ở đây do từ chỗ cái nạp bạ sầm pon nằm bay bị chia tập tay ôn tam đan đập cái nạp bạ sầm pon nằm bay bị chia tập tay tích ôn đăng bị chặt vào bập đây bong ai bong nhom mơ tay bập pon nhom khát vô bong khát vô đậpเอาแต่เฮียงหิจัดยศชมมั้งก็คลาดตกจัดมันมันแต่โจเลยบางคนประจานนาเมื่ออ่านน้าแต่ช่วยมันดึงจังชนะบางคนคล้วนเกจังอะเกอดยศอัมพีดำนาการในการก่อสร้างประเทศมวยได้เมียนกาโจรวมปีประเทศรอดได้เกหาถ้าจอนาประเทศตับไตก็อดยศเนื้อสระขมายบางคนเตียงจัดเตียงสามารถแต่เพียบระบบเนี่ยนโยบายคือขมิ้นมวยเตได้อาจเวอร์เอาเมียนจอนามหาจุนขนมกาโจรวมอดสมัติเพียบก็ขมิ้นตึกจัดก็ขมิ้นตึกจัดย่อมจังใหญ่ท่ามันนึกโจขนมตีเล่นนโยบายมันได้เลี้ยบังประโยชน์ตัวคล้วนได้เมียนจัดจังเลี้ยบังประโยชน์ตัวคล้วนดำไปประเทศเชียดคือแต่โจนโยบายปั๊บนักเคยอยู่เธอทมนั่งมั้งจังเธอเนี่ยยุรัฐมนตรีจังเธอรัฐมนตรีตื่นตามสมัติเพียบได้คล้วนเมียนสมัติเพียบได้คล้วนหนุ่มเปิงตกอันนั้นใหญ่ไปตึกจัดตีปีบ่เมียนตักจัดจังช่วยประเทศเชียดจังหายองค์บองอนเชียตูเตอร์เฉินเนี่ยเสกรอละเฮมละหามบกวนยัยทำมาจ้ะย้อมมาสับไงเบอร์สลับเตอร์ดำใบเชียดนี่จะเหมือนย้อมสลับเลียมเมียนนั่นจะกวนเมียนตักจัดไอ้ปั้นสมัติเพียบแต่เตะโซนดังเธอไม่บานแต่สลับดำใบเชียดดังปั๊มดังสลับเตอร์บานดอเชียดอดผองเมียนแต่ตักจัดได้จังมันย้อมยัยท่าสกขมายอดเมียนตั้งปีเวออดเมียนอดเมียนตั้งปีนั้นคือท่าอดอาเธอเชียดนี่จำรานบานปีนั้นเธอมากลมเคลียนะตักจัดหายนั่งสมัติเพียบนะสมัติเพียบในการเวอเอาเมียนกาโจรวมบาปเจียบรอดนั้นมันเงี้ยบางคนสัมปอนนำไปประเจียตับไตเหมือนกับนักปะมวยแต่สวนดักน้อยไหมนะบางคนโดยแกะเลยคาติกาจ้าเราบอกกับนักปะสัมปอนนำไปประเจียตับไตแต่ก่อนเบียนมูตนะเพียบตั้งก่อนยัยทำอะไรก่อนยัยท่าในขนมกับนักปะสัมปอนนำไปประเจียตับไตเมียนแต่ขยมมวยเต้แต่อาจประกวดจะมวยโลกไปสนาบานประกวดเธอประเทศกับนักปะแต่บางขยมอัดประกวดหายขนมกับนักปะนั่งขมียนปีนะเมียนสามารถตะเพียบหรือขมียนปีนะจองประกวดจะมวยนั่งโลกไปสนาเต้ยอมทันนุบางจอมเชียมันสควอคลุนไอเปิดประกอบแมนมันแมนเรื่องสามารถตะเพียบปัจจัยกเต้ขนมเรื่องการเงียรัฐบาลเต้บางคนตึกจัดนะได้ขวัญแต่เอาประปนไอเดลวกเอาประปนไอมาเธอการว่าใช้ตัดยางไว้สีใบมือประปนได้เอาประปนดักนวมสปอนดำไปไปเชียร์ตับไตมันบานเตจอนามวยนี่มันนึกแต่โจรัวมาเมียนมันโดนเซนเจตนามันนู้ว่าบางคนส่งไปตะโกนงาตูจะมันนู้ว่าเวียดดังถัดใดนี่ใดบ่หมายเวียนะใดนี่ใดบ่เกนะดักตะเกเลี้ยมไปโยมมาให้มันนึกกระจักกระบาลวันนั้นแค่นั้นมอเธอกาประเทียนปะมวยได้อดเมียนอารมณ์สลันเนี่ยโจรวมโดยบองโดยปอนพนัน
មកធ្វើការរដ្ឋបាលរួចហើយទៅដេកឲ្យប្រពន្ធវានៅផ្ទះវិញសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរត់ចោលអស់មនុស្សដែលចូលរួមមួយសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលរួមនឹងមនោសញ្ចេតនាណាទាល់តែប្រមុខរបស់បកហ្នឹងបងប្អូនមានបេះដូងទលាយណាទទួលមនុស្សដែលនៅក្នុងបកទាំងអស់ជាសមាជិកគ្រួសារបានណាបងប្អូនបេះដូងបែបហ្នឹងណាបានអាចដឹកនាំចលនាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានបើថាមកគ្រាន់តែធ្វើការងារដូចយើងទៅធ្វើការងាររដ្ឋអញ្ចឹងណាមកដល់ផ្ទះវិញដេកឲ្យប្រពន្ធណាស្អែកគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហ្នឹងស្អែកសមាជិករបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅជាមួយគាត់អត់យល់ខ្លួនគាត់អញ្ចឹងបានជាគាត់និយាយថាក្នុងគណៈបកយើងមានតែខ្ញុំមួយទេខ្ញុំហ្នឹងគឺគាត់ដែលមានសមត្ថភាពឈរជាមួយប៉ុណ្ណឹងជាមួយលោកវាសនាបានបើខ្ញុំអត់ឈរទេគណៈបកយើងគ្មានពីណាឈរទេខ្ញុំថាគាត់នេះល្ងងគោងាប់ហ្មងមោទនភាពខ្លួនឯងហួសបងប្អូនណាមនុស្សដែលអាចដឹកនាំគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានណាតើមានលក្ខណៈបេះដូងនឹងជាឪពុកជាបងជាក្រុមគ្រួសារហើយអារម្មណ៍ហ្នឹងសមាជិកនឹងពាល់ត្រូវព្រោះកូនងាទូចវាពាល់ត្រូវអារម្មណ៍ម៉ែវាដែរពាល់ដឹងថានេះដៃម៉ែវាហើយចុះមនុស្សក្បាលកាចាស់ហើយនេះអាប្រមុខបកមួយគ្រាន់តែមកធ្វើការដូចធ្វើការងាររដ្ឋរួចទៅវិញដេកឲ្យប្រពន្ធវារួចស្អែកមកធ្វើការទៀតគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបែកខ្ចាយហ្មងប្រមុខរបស់វាណាតើតែជាមនុស្សដែលមានទឹកចិត្តដូចឪពុកឬដូចបងនៅក្នុងគ្រួសារមួយនឹងអញ្ចឹងគឺអ្នកទាំងអស់គ្នាដែលចូលរួមហ្នឹងគឺជាសមាជិកគ្រួសារគឺជាអារម្មណ៍ដែលពាល់ត្រូវពេលហ្នឹងសមាជិកទាំងអស់ហ្នឹងនឹងពាល់អារម្មណ៍របស់ប្រមុខវាត្រូវហើយវានៅជាមួយពីព្រោះអីដូចគេស្រិតបងប្អូនដូចគេស្រិតដូចអង្គររែងគេហៅស្រិតមនុស្សដែលមានមនោសញ្ចេតនានៅក្នុងសង្គមខ្មែរត្រូវបានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរែងយកចូលខាងក្នុងហើយមនុស្សអត់មានមនោសញ្ចេតនាជាមួយនឹងគណៈបកសម្ព័ន្ធដើម្បីមនោសញ្ចេតនាជាមួយនឹងពូជសាសន៍ខ្លួនឯងអត់ដែលចេះអាណិតប្រទេសជាតិអត់ដែលសំណោះប្រទេសជាតិទេបងប្អូនអត់ចូលគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានទេមនុស្សដែលមានមនោសញ្ចេតនាជាមួយនឹងប្រទេសជាតិហ្នឹងត្រូវបានគណៈបកប្រជាសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរែងយកមកធ្វើការអស់ហើយបើមកមនុស្សអញ្ចឹងបងប្អូនពិចារណាមើលប្រមុខរបស់វាមានបេះដូងតូចច្រកបានតកូនប្រពន្ធវាសួរដឹកនាំកើតដែរអញ្ចឹងបានមានគេមកប្រាប់ខ្ញុំថាគាត់និយាយអញ្ចឹងខ្ញុំថាកុំមាត់គាត់មិនស្គាល់ខ្លួនឯងទេគាត់និយាយនឹងវាមោទនភាពវាហួសហើយនឹងខ្ញុំមិនទាន់និយាយដល់សមត្ថភាពនៃការវែកញែកដែលយើងហៅថាទស្សនវិស័យនឹងផងនិយាយពីបេះដូងអត់មានទៅហើយដល់ពេលសមត្ថភាពនៃការវែកញែកអត់ទៅទៀតបងប្អូនអញ្ចឹងបានខ្ញុំថានៅស្រុកខ្មែរមិនងាយរកទេណាបងប្អូនមនុស្សដែលបំផុសឲ្យមានចលនាធ្វើនយោបាយដើម្បីផលប្រយោជន៍ប្រទេសជាតិឲ្យប្រជាពលរដ្ឋចូលរួមមិនមែនត្រឹមតែដើម្បីផលប្រយោជន៍រួមរបស់ពួកយើងទាំងអស់គ្នាទេប៉ុន្តែគឺជាមនោសញ្ចេតនាដែលយើងមានចំពោះពូជសាសន៍យើងអានឹងខ្ពស់ណាស់បងប្អូនចលនាបែបហ្នឹងបងប្អូនដូចអ៊ីស្រាអែលចឹងបងប្អូនមិនងាយបំបែកវាទេវាធ្វើការដើម្បីបម្រើមនោសញ្ចេតនាពូជសាសន៍ដែលវាមានចំពោះពូជសាសន៍របស់វាបងប្អូនខ្ពស់ណាស់បងប្អូនណាឲ្យតែទឹកចិត្តនឹងពិតប្រាកដណាពេលដែលយើងឈ្នះឆ្នោតឬបើយើងបានកៅអីមួយចំនួនហើយបញ្ជូនប្រតិភូពីគណៈបករបស់យើងទៅចរចាជាមួយគណៈបកប្រជាជនសាក់មើលបងប្អូនណាគឺវាចរចាក្នុងន័យផលប្រយោជន៍ប្រទេសជាតិពិតប្រាកដមកក្នុងអារម្មណ៍របស់វាតាំងពីថ្ងៃដែលគេដឹងតាំងពីថ្ងៃដែលវាដឹងខ្លួនថាវាគឺជាតំណាងឲ្យគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទៅចរចាមួយគណៈបកប្រជាជនណាវាគិតទាំងយប់ទាំងថ្ងៃថាតើត្រូវនិយាយយ៉ាងម៉េចខ្លះដើម្បីឲ្យបានប្រយោជន៍ទៅប្រទេសជាតិវាអត់មានគិតឃើញរឿងប្រយោជន៍ផ្ទាល់ខ្លួនរបស់វាទេដល់ពេលថ្ងៃដែលដាក់កៅអីអង្គុយពុកទល់មុខគណៈបកប្រជាជនណាគណៈបកប្រជាជនគេលើព្រោះគណៈបកប្រជាជនគេមានតែហ្នឹងនុយវាមានតែតំណែងវាមានតែតួនាទីបងប្អូនណាគណៈបកសង្គ្រោះជាតិគណៈបកសំនឹងស៊ីច្រើនណាស់បងប្អូនដែលបញ្ជូនប្រតិភូទៅចរចាជាមួយគណៈបកប្រជាជនទីបំផុតគណៈបកប្រជាជនទិញយកអស់បើមិនទិញឲ្យទៅគណៈបកប្រជាជនណាក៏ទិញឲ្យធ្វើការឲ្យគណៈបកប្រជាជនប៉ុន្តែនៅក្នុងគណៈបកសង្គ្រោះជាតិដែរកាលពីជំនាន់ខ្ញុំណាមេនាំចរចាគឺអ៊ូប៊ុនឡុងតំណាងឲ្យគណៈបកសំនឹងស៊ីទៅចរចាយកតំណែងពីគណៈបកប្រជាជនឲ្យមកគណៈបកសំរងស៊ីអ៊ូប៊ុនឡុងប្រធាន
ប្រធានក្រុមការងារដូចអេងឆៃអៀងឥឡូវអញ្ចឹងណាគេនាំគណៈប្រតិភូគណៈបកសំរងស៊ីទៅចរចាជាមួយនឹងគណៈបកប្រជាជនតើយកក្រសួងណាខ្លះទីបំផុតគណៈបកប្រជាជនយកឧបឡុងទៅបាត់ទៅតសថ្ងៃហ្នឹងយកអាមេននាំវងហ្នឹងប៉ុន្តែសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបើប្រតិភូរបស់សម្ព័ន្ធទៅចរចាមួយគណៈបកប្រជាជនណាបងប្អូនមនុស្សដែលមានមនោសញ្ចេតនាចំពោះប្រទេសជាតិពេលណាគេឲ្យតំណែងឲ្យតួនាទីវាសោកងាប់បងប្អូនអារម្មណ៍របស់វាសោកងាប់ពីព្រោះ4-10ថ្ងៃហើយដែលវាគិតនៅផ្ទះវាមិនបានគិតរឿងប្រយោជន៍តខ្លួនវាទេវាគិតថាតើត្រូវធ្វើម៉េចដាក់អាយន្តការណាមុននិយាយយ៉ាងម៉េចដើម្បីឲ្យគណៈបកប្រជាជនគេយកអាយន្តការរបស់វាហ្នឹងដែលជាផលប្រយោជន៍របស់ប្រទេសជាតិវាគិតតែហ្នឹងដល់ពេលអារម្មណ៍វាគិតតែហ្នឹងដល់ពេលដាក់ក្តាន់អង្គុយពុកអាដាមបើនៅខាងនេះអាដាមបានធ្វើរដ្ឋមន្ត្រីអីសោចបណ្ដោយសោចក្នុងចិត្តបណ្ដោយមនុស្សអញ្ចឹងខ្ញុំនិយាយថាខ្ញុំបដូរថាដូចមនុស្សពងក្តោងាប់អញ្ចឹងដល់ពេលពងក្តោងាប់ហើយបងប្អូនពិចារណាមើលគេឯនោះវាអត់ដឹងថារបស់យើងងាប់គេដាក់ស្រីស្រាតមករាំអីយើងសោចយើងដឹងរបស់យើងវាសោចប៉ុន្តែបើអាពងនៅរស់វិញបងប្អូនណាឲ្យតែគេរាំស្រាតទៅមុខហ្នឹងឡើយហ่าគណៈបកសំរងស៊ីគណៈបកសង្គ្រោះជាតិចឹងបងប្អូនសិតតែមនុស្សពងរស់ទាំងអស់សិតតែអញ្ចឹងទាំងអស់បងប្អូនដល់អញ្ចឹងហើយបានពេលទៅចរចាម្ដងគណៈបកប្រជាជនមើងងាយចង់ងាប់ខ្ញុំថាគុំថាតំណាងប្រតិភូល្មមរបស់គណៈបកសង្គ្រោះជាតិវានៅអាពងរស់ហ្នឹងសំបីតែសំរងស៊ីកឹមសខាពេលទៅចរចាក៏គេដាក់នុយអាស៊ីដែរហើយចោះអាបោះឆ្នោត2013ហើយហ្នឹងបើមិនត្រូវនុយគេស្មើចូលបងប្អូនបើមិនត្រូវនុយគេស្មើតែចូលអីសំរងស៊ីកឹមសខាហ្នឹងគាត់ល្ងងណាស់ហេតុអីបានមិនចរចារឿងទាំងអស់នៅក្រៅមុននឹងសម្រេចចិត្តថាចូលសភាធ្វើច្បាប់អីឲ្យហើយធ្វើជាសេចក្តីព្រាមច្បាប់មុននឹងចូលសភាកុំអាចចូលសភាគណៈបកប្រជាជនគេថាអត់ចរចាទេដាច់ខាតបើចង់បានលក្ខខណ្ឌអីឲ្យចូលមកក្នុងរដ្ឋសភាសិនមកអានេះលេងឲ្យខ្លួនគេមុនឲ្យបានរៀបការក្រោយហ្នឹងងាប់ទៅទាបណ្ណាការមិនបានបើឲ្យខ្លួនគេរួចហើយឲ្យទុកខ្លួនសិនកុំឲ្យគេស្រីហ្នឹងរួចហើយឲ្យទាបណ្ណាការកុំអាចូលរដ្ឋសភាកុំអាចូលកុំអាចង់ធ្វើច្បាប់អីមិនមែនគ្រាន់តែនិយាយថាធ្វើច្បាប់បោះឆ្នោតកែច្បាប់នេះកែច្បាប់នោះមិនមែនគ្រាន់តែថាប៉ុណ្ណឹងទេណាសេចក្តីជាអត្ថបទច្បាប់ហ្នឹងត្រូវធ្វើឲ្យហើយក្នុងរដ្ឋសភាក្រៅរដ្ឋសភាមុននឹងយើងចូលទៅធ្វើឲ្យឯកភាពគ្នាហើយកោចបោត្រូវរើសឲ្យដល់ថ្ងៃចូលសភាហ្នឹងសម្រាប់វឹបមកហេតុអីបានគណៈបកសង្គ្រោះជាតិសំរងស៊ីហើយកឹមសុខាហ្នឹងគាត់ល្ងងរហូតដល់ចូលទៅក្នុងរដ្ឋសភាហើយបានចរចាឲ្យខ្លួនទៅគេហើយបានចរចាយកបណ្ណាការក្រោយស្មាសំរងស៊ីកឹមសុខាភ្លើស្អែកភ្លើបើបងប្អូនថាសំរងស៊ីនិងកឹមសុខាភ្លើមានតែបងប្អូនទេភ្លើមិនដឹងថាគេអត់ភ្លើសោះហ្នឹងការពិតបងប្អូនទេវាភ្លើហ្នឹងកុំថាតាសមាជិកមន្ត្រីខ្ពស់របស់គណៈបកសង្គ្រោះជាតិសូម្បីតែអាមេវាក៏នៅស៊ីនុយគេដែរបងប្អូនចាណាមើលហេតុអីបានវាអញ្ចឹងបងប្អូនសន្តានសំរងស៊ីសន្តានកឹមសុខាមិនមែនសន្តានទស្សនវិទូទេមិនមែនសន្តានមនុស្សចិត្តសាស្ត្រទេមិនមែនសន្តានហូជីមិញទេហូជីមិញជាមនុស្សជ្រៅណាជាមនុស្សចិត្តសាស្ត្រណាលីខ្វាន់យូជាមនុស្សចិត្តសាស្ត្រណាហ្គូដាមៀជាមនុស្សចិត្តសាស្ត្រណាទស្សនវិទូណាជ្រៅបងប្អូនណាសំរងស៊ីកឹមសុខានេះមនុស្សកាត់ក្បាលតម្រូវមួកហ្នឹងកាលពីកែមលៃនៅរស់ជេរកែមលៃដល់ពេលកែមលៃស្លាប់បាត់ទៅឥឡូវតែយកឯណាកំណត់របស់កែមលៃហ្នឹងយកមកដាក់ជាគោលនយោបាយជាអីកាត់ក្បាលតម្រូវមួកហ្នឹងមនុស្សដើរតែបោកគេហ្នឹងមនុស្សមករៀលហ្នឹងខ្ញុំនិយាយលេងថាមនុស្សបាត់ផ្សារហ្នឹងកឹមសុខាសំស៊ីហ្នឹងមនុស្សបាត់មនុស្សហ្នឹងក៏ប៉ុន្តែវាអាចទៅជាគ្រាន់បើដោយសារក្នុងសង្គមខ្មែរវាល្ងងពេកមើលវាមិនយល់អូយកទៅបដូចហូជីមិញយកទៅបដូចហ្គូដាមៀយកទៅបដូចលីខ្វាន់យូងាប់ទឹកចិត្តណាជាទឹកចិត្តអ្នកម្ដាយជាទឹកចិត្តលោកឪពុកនៅក្នុងប្រទេសមួយហ្គូដាមៀជាទឹកចិត្តអ្នកម្ដាយរបស់ជនជាតិអ៊ីស្រាអែលក្រៅអំពីទឹកចិត្តអ្នកម្ដាយបងប្អូនទស្សនវិស័យភ្លឺថ្លាហ្មងកតិរបស់គាត់ច្រើនណាស់បងប្អូនដែលចេញមកពីបេះដូងពណ៌ត្រូវរបស់គាត់ដោយគាត់និយាយថាមេទ័ពណាដែលបញ្ជូនកូនទ័ពចូលទៅក្នុងសមរភូមិដោយគ្មានចិត្តស្ទាក់ស្ទើរពួកគេមិនស័ក្តិសមជាមេទ័ពឡើយពួកគេមិនស័ក្តិសមជាអ្នកដឹកនាំឡើយ
យើងជាមេតបបញ្ជូនតបឧទាហរណ៍ថាទៅច្បាំងជាមួយវៀតណាមយើងដាក់វូវូទៅហ្មងហេតុអីបើយើងដាក់វូវូទៅហ្មងយើងគ្មានចិត្តស្ទាក់ស្ទើរមកពីមិនមែនបញ្ជូនកូនវាហ្នឹងបើបញ្ជូនកូនវាទៅបើវាស្ទាក់ស្ទើរឡើយតិចកូនអញងាប់ទៅអញ្ចឹងបានគាត់តែមានគាត់ពលត្រូវក្នុងអារម្មណ៍គាត់និយាយថាមេតបណាមេដឹកនាំណាដែលបញ្ជូនតបចូលទៅក្នុងសមរភូមិដោយគ្មានចិត្តស្ទាក់ស្ទើរពួកគេមិនស័ក្តិសមជាអ្នកដឹកនាំឡើយអារម្មណ៍គាត់បងប្អូនស្រីផងអស់ចាប៉ុណ្ណាបងប្អូនចាណាកឹមសុខាសំរៀងស៊ីមនុស្សបាតសាមនុស្សម្រៀលមនុស្សគេតាមតន់ជន់កែងរឿងស្រីរឿងញីសារភាពមិនតឹងកើតផងសុកចិត្តរស់នៅក្នុងកតុប4ម៉ែត្រ4ជ្រុងគណៈបកប្រជាជនគេបញ្យល់មិនក៏ដោយក៏នៅតែមិនឈ្នះខ្លួនឯងគណៈបកប្រជាជនគេថាកុំភ័យកុំព្រួយរឿងស្អីដែលវាប្រងកើតគឺវាកើតហើយកុំទៅនៅក្នុងបន្ទប់4ម៉ែត្រ4ជ្រុងនោះកុំយកមនុស្សប៉ុណ្ណឹងទៅការពារមិនឈ្នះទេបើគេដល់ថ្ងៃចាប់ដើរទៅចេញទៅទោះបីនៅក្នុងបន្ទប់ហ្នឹងតែដល់ថ្ងៃគេត្រូវចាប់គេចាប់ហើយអញ្ចឹងហេតុអីមិនចេញទៅក្រៅទៅបើគេចាប់បានដដែលប្រខាំងទៅអីអាកតុប4ម៉ែត្រ4ជ្រុងហ្នឹងហើយអាអ្នកយាមហ្នឹងងាប់ហើយគណៈបកប្រជាជនគេប្រកបមិនចេះតិចនៅក្នុងគេដឹងសមាសភាពអាអ្នកទៅយាមហ្នឹងវាមិនចិត្តវាណាអាក្លាទៅរកតបាយស៊ីហ្នឹងពួកគណៈបកប្រជាជននៅពេញហ្នឹងទាំងអស់បងប្អូននៅពេញហ្នឹងទៅសើបទៅសួរដឹងតែគេនិយាយពីកម្មសខាយ៉ាងម៉េចអាពួកហ្នឹងទៅយកបាយស៊ីហ្នឹងមិនតការពារកម្មសខាងាប់រស់ឯណាបើទោះបីតការពារកម្មសខាងាប់រស់ក៏ដោយបងប្អូនគ្នាជាង100នាក់ណាគណៈបកប្រជាជនគេដាក់ប៉ូលីសដាក់ទាហានទៅគេអនុវត្តសារក្រមអនុវត្តនីតិវិធីរបស់តុលាការស្មានតែពួកហ្នឹងវាងាប់រស់បើទោះបីងាប់រស់ក៏ដោយក៏គណៈបកប្រជាជនគេទៅចាប់បានអាបន្ទប់4ម៉ែត្រ4ជ្រុងហ្នឹងអញ្ចឹងបានគណៈបកប្រជាជនគេថាមិនបាច់ទៅកិច្ចទៅវាអីទេកិច្ចកន្លែងណាក៏មិនរួចដែរតែដល់ថ្ងៃគេធ្វើហើយដើរទៅចុះមូលដ្ឋានចុះអីទៅអត់បងប្អូននៅតែបន្ទប់4ម៉ែត្រ4ជ្រុងហ្នឹងបងប្អូនណាមនុស្សដែលមានភាពស្អាតស្អំក្នុងផ្លូវចិត្តនោះគឺជាឈាមអ្នកបដិវត្តណាបងប្អូនគ្មានពីណាអាចប៉ះពាល់ដល់ទឹកចិត្តរបស់បុគ្គលនឹងបានទេបងប្អូនទោះបីគេចាប់យកទៅដាក់គុកក៏ដោយបងប្អូនណាអារម្មណ៍យើងដែលជាអារម្មណ៍មនុស្សដែលមិនបានប្រព្រឹត្តអីខុសមានលក្ខណៈជាជនបដិវត្តដែលខាងក្រៅមិនអាចវាយបំបាក់បេះដូងបានដែលគេហៅថាមនុស្សឈ្នះខ្លួនឯងបងប្អូនជាប់គុករួចហើយនៅតែញឹមអញ្ចឹងអ្នកឯងបំពេញសេចក្តីល្អភាពស្មោះត្រង់ខ្ញុំមិនបានធ្វើខុសអ្នកឯងអូខ្ញុំយកទៅដាក់ក្នុងគុកអ្នកឯងដាក់បានតែរូបកាយទេតែចិត្តរបស់ខ្ញុំអ្នកឯងដាក់មិនបានទេដូចស្រីម្នាក់ដែលវាស្អាតវាមានចិត្តរឹងមាំរួចហើយមនុស្សប្រុសហ្នឹងស្រឡាញ់វាប្រាប់ថាចរិតរបស់អ្នកឯងខ្ញុំមិនស្រឡាញ់ទេមនុស្សខ្ញុំឲ្យតម្លៃមនុស្សផ្សេងអំពីលក្ខណៈរបស់មនុស្សអ្នកឯងហ្នឹងមនុស្សប្រុសដូចអ្នកឯងខ្ញុំអត់ស្រឡាញ់ទេទីបំផុតអាប្រុសហ្នឹងទ្រាំវាអត់បានបងប្អូនចាប់វាហ្នឹងយកទៅមលោបដឹងមិនហ្នឹងវាថាម៉េចហ៎ខ្ញុំជាមនុស្សស្រីហើយក្នុងកលៈទេសៈហ្នឹងខ្ញុំនៅដាច់ពីគេខ្ញុំមិនអាចរើបំរាស់អំពីការចាប់របស់អ្នកឯងបានអ្នកឯងចង់មកលើខ្ញុំមកលើតាមចិត្តចុះពីព្រោះមិនដឹងធ្វើម៉េចខ្ញុំកម្លាំងបាយចាញ់អ្នកឯងតែអ្នកឯងចាំមកច្បាស់ណាអ្នកឯងយកចិត្តខ្ញុំមិនបានទេអ្នកឯងរំលោភទៅដូចរំលោភគល់ឈើពីព្រោះទីនេះខ្ញុំធ្វើអីអ្នកឯងមិនបានប៉ុន្តែសម្រាប់ខ្ញុំវិញមនុស្សប្រុសបែបហ្នឹងថោកទាបបំផុតយកចិត្តគេមិនបានដូចថាយកកាយបើមនុស្សប្រុសហ្នឹងមានអាដាមកតេរំលោភអត់កើតទេបងប្អូនយើងអត់បានធ្វើអីខុសគេចាប់យើងដាក់គុកចាប់ទៅអ្នកឯងចង់បំបាក់ខ្ញុំសុំទោសបំបាក់មិនបានទេអារម្មណ៍របស់ខ្ញុំក៏ខ្ញុំនៅតែច្បាស់ថាខ្ញុំគឺជាមនុស្សដែលត្រឹមត្រូវអ្នកឯងធ្វើអញ្ចឹងខ្ញុំមិនគោរពអ្នកឯងទេពីព្រោះអ្នកឯងបំពេញសេចក្តីស្មោះត្រង់របស់ខ្ញុំអូប្រមុខចលនាបដិវត្តសមានអារម្មណ៍បែបហ្នឹងបងប្អូនគេហៅមនុស្សឈ្នះខ្លួនឯងមនុស្សកម្មសខាមនុស្សសាមញ្ញនិយាយឡើងនិយាយពីស្អាតរឿងស្រីរឿងញីនោះមេដឹកនាំត្រូវមានណាទោះសពិតរាជធម៌ត្រូវមានសិល5នៅក្នុងនោះមានឯកាមេមិនលួចឆក់ប្រពន្ធគេដល់ពេលខ្លួនឯងវាអញ្ចឹងគេថតបានមកវាសងាក់ចិត្តណាបងប្អូនវាខ្មាស់គេរឹងខ្លួនពេកទៅអត់សារភាពទៅអសោះសមាជិកអ្នកគ្រប់គ្រងច្រើនណាសារភាពរួចហើយនិយាយថាម៉េចទេនិយាយថាកម្មសខាមានស្រីមានញីហ្នឹងជារឿងធម្មតាតើមនុស្សប្រុសតែអញ្ចឹង
ខ្ញុំថានេះឯងទេនិយាយចឹងនោះកម្មសខាមតន់និយាយណាគេសួរយូរថាកម្មសខាមមានស្រីមែនអត់សម្លេងហ្នឹងសម្លេងកម្មសខាមមែនអត់កម្មសខាតន់សារភាពឯណាអានេះគាំទ្រទេសារភាពថាកម្មសខាមានស្រីមានញីហ្នឹងរឿងធម្មតាតែកម្មសខាដល់ឥឡូវអត់តន់និយាយថ្ងៃមុនគេសួរគាត់គាត់ថារឿងហ្នឹងมันអាចនិយាយបានទេឃើញទេអត់តន់សារភាពទេណាឲ្យច្បាស់ណាអាសមាជិកថាអត់អីផងតែកម្មសខាហ្នឹងគាត់ខ្មាស់គេពេកមនុស្សស្មោកគ្រោកអញ្ចឹងហ្នឹងបងប្អូនចាណាអ្នកដែលអាចធ្វើឲ្យចលនាមួយរំជើបរំជួលងើបឡើងដើម្បីប្រទេសជាតិបានណាបងប្អូនលោកត្រាតែបុគ្គលហ្នឹងមានបេះដូងណាបងប្អូនជាបេះដូងមេគ្រួសារដោយហ្គោដាមីអញ្ចឹងគាត់គឺជាបេះដូងអ្នកម្ដាយនៃជនជាតិអ៊ីស្រាអែលបេះដូងរបស់គាត់ហើយគឺជាមនុស្សមានទស្សនៈវិស័យភ្លឺថ្លាមើលឃើញថាស្រុកអញ្ចឹងត្រូវដោះមិនបងប្អូនណាអ្នកប្រាជ្ញនៅលើโลกហ្នឹងច្រើនណាស់បងប្អូនប៉ុន្តែបងប្អូនអ្នកប្រាជ្ញទស្សនវិជ្ជាណាបងប្អូនមានដោយកម្រអ្នកប្រាជ្ញគីមីអ្នកប្រាជ្ញម៉ាត់អ្នកប្រាជ្ញរូបវិទ្យាសបូនណាបងប្អូនសបូនណាតែអ្នកប្រាជ្ញទស្សនវិជ្ជាណាមិនងាយណាបងប្អូននៅស្រុកខ្មែរបងប្អូនខ្ញុំមើលប្រវត្តិសាស្ត្រអត់ដែលមានអ្នកប្រាជ្ញទស្សនវិជ្ជាអត់កុំថាតែប្រទេសខ្មែរបងប្អូនលើโลกអ្នកប្រាជ្ញទស្សនវិជ្ជាកើតមានដោយកម្របងប្អូនអ្នកប្រាជ្ញខាងគំនិតអ្នកប្រាជ្ញខាងចិត្តសាស្ត្រកើតមានដោយកម្របងប្អូនអ្នកប្រាជ្ញគីមីអ្នកប្រាជ្ញរូបវិទ្យាអ្នកប្រាជ្ញគណិតវិទ្យាបងប្អូនមានកោប៉ុន្តែអ្នកប្រាជ្ញគំនិតណាយូរមានមួយបងប្អូនឃើញសូក្រាតទេនោះកើតមកជំនាន់ក្បែរប្រពុតដល់ឥឡូវមិនទាន់រកមនុស្សប្រហែលសូក្រាតផងប្លាតុងបងប្អូនយូរមានមួយណាអ្នកប្រាជ្ញអទស្សនៈហ្នឹងបងប្អូនអ្នកប្រាជ្ញខាងគំនិតអ្នកប្រាជ្ញខាងចិត្តសាស្ត្រហ្នឹងយូរមានមួយណាបងប្អូនកើតមានដោយកម្រក៏ប៉ុន្តែកើតចំស្រុកមនុស្សល្ងងបងប្អូនដូចពួកកលសម្ព័ន្ធអញ្ចឹងពេជ្រឲ្យប៉ុណ្ណាណៃកលសម្ព័ន្ធពេជ្រប៉ុណ្ណាណៃអត់ដឹងថានឹងពេជ្រកលសម្ព័ន្ធដល់ពេលយកមកដូងអីបងប្អូនដូងកញ្ចក់តាំងពីកើតមកមិនដែលបានឃើញមុខខ្លួនឯងផងមិនស្គាល់កញ្ចក់មិនផងអាពេជ្រហ្នឹងពេជ្រមិនទាន់ឆ្នៃហ្នឹងធំជាងគេមកពិភពលោកនៅកន្លែងកលសម្ព័ន្ធអត់ដឹងយកទៅដូរកញ្ចក់មើលមុខមួយនិយាយពីបានកញ្ចក់មើលមុខនិយាយពីមើលគ្រប់គ្នាយកអាពេជ្រមិនទាន់ឆ្នៃហ្នឹងទៅដូរគេនិយាយពីអាអ្នកបានពេជ្រវិញវាដឹងថាពេជ្រនិយាយពីវាកាប់គ្នាទៅដើមពេជ្រវាកាប់គ្នាទៅដើមពេជ្រអាកលសម្ព័ន្ធហ្នឹងពេជ្រអត់មានតម្លៃយកអាកញ្ចក់មួយនិយាយពីដោចែកគ្នាមើលផ្ទះមួយសบายមើលកញ្ចក់មើលមុខស្រុកខ្មែរអញ្ចឹងបងប្អូនស្រុកខ្មែរពូជដែលមើលងាយកំណត់យើងផ្ដល់ជាកំណត់ហ្នឹងថាម៉េចទេបានកាយបានតែនិយាយហ្នឹងឃើញទេឃើញអាពូជមើលងាយកំណត់ទេហើយអាកំណត់ហ្នឹងចូលទៅកន្លែងណាបងប្អូនកំណត់ចូលទៅក្បាលចំណៃរបស់ក្បាលអញ្ចឹងបានខ្ញុំនិយាយថាតែក្បាលអន់ហើយកូនអើយកាយដឹងតែវេទនាឯងកូនតែក្បាលហ្នឹងអន់ណាកាយកូនឯងដឹងតែវេទនាឯងកូនឃើញតែកាជះគេដែរនៅថៃនៅកូរ៉េកាជះពេញទឹកពេញដីហេតុអីខ្វះគំនិតខ្វះប្រូក្រាមមនុស្សត្រូវឲ្យស៊ីចំណីពីរទី1គឺចំណីតាមមាត់ចិញ្ចឹមរាងកាយទី2គឺចំណីតាមក្បាលហ្នឹងណាដើម្បីคลายទៅជាប្រូក្រាមរៀបចំបញ្ហាជីវិតឲ្យវាបានសេចក្តីសុខអាខ្លះច្រឡំទៅទៀតអាពួកបណ្ឌិតបច្ចេកទេសសប្ងៃនេះវាច្រឡំទៅទៀតវាច្រឡំថាវារៀនបច្ចេកទេសហ្នឹងណាវាคล้ายទៅជាអ្នកចេះដឹងផ្នែកគិតហើយងាប់ហើយអាបណ្ឌិតខ្លះបងប្អូនមានចំណេះដឹងផ្នែកគិតចាញ់ពលសម្ព័ន្ធអាល្ងងទៅទៀតគិតហេតុគិតផលវាស្មានតាបច្ចេកទេសនឹងជួយវាឲ្យចេះគិតហើយកុំសំបីតារៀនអីរៀនណាគណនេយ្យរៀនឯណាបងរៀនសេដ្ឋកិច្ចរៀនធ្វើកប៉ាល់ហោះកុំថាតែរៀនខាងហ្នឹងសូម្បីតែរៀនច្បាប់បងប្អូនអាហ្នឹងក៏គេហៅបច្ចេកទេសដែរអាហ្នឹងជាចំណេះដឹងបច្ចេកទេសដែរចំណេះដឹងបច្ចេកទេសមិនជួយឲ្យអ្នកមានចំណេះដឹងទស្សនវិជ្ជាឡើយតែអាបណ្ឌិតឈួតអស់ហ្នឹងអាពួកវិភាគសពថ្ងៃវាថាវាហ្នឹងចេះហើយមានចំណេះដឹងស្ដាប់ហេតុស្ដាប់ផលដែលគេហៅថាចំណេះដឹងទស្សនវិជ្ជាហើយអាបណ្ឌិតឈួតមួយហ្នឹងវានិយាយថាម៉េចហេមករិះគន់អញផងបើឯងចង់រិះគន់អញទៅរៀនឲ្យបានបណ្ឌិតសិនតើអានេះចង់បិទផ្លូវពួកអីស្រុកខ្មែរវាមានបណ្ឌិតអីប្រមាណបណ្ឌិតតែ4 10 20 30នាក់ហ្នឹងដូច្នេះចង់បិទផ្លូវមកឲ្យគេរិះគន់ណា
វានិយាយភាសាចឹងឲ្យប្រហោងខ្លងភាសាចឹងបងប្អូនចាណាបើហែងចង់រិះគន់អញតើរហែងទៅរៀនបណ្ឌិតសិនទៅឧទាហរណ៍ថាហែងដើរទៅវារបូតខោអញមានសមត្ថភាពដឹងថារបូតខោចាំបាច់រៀនបណ្ឌិតអីអញថាឈួតនេះដើរទៅរបូតខោទៅនេះណែហែងរបូតខោហើយហែងដើរទៅផ្សាររបូតខោចឹងមិនតំណងទេហេបើហែងចង់មករិះគន់អញថារបូតខោឲ្យទៅរៀនបណ្ឌិតសិនទៅចាំរៀនបណ្ឌិតអីគាត់ថារបូតខោដឹងតើហែងនិយាយត្រឡប់ត្រឡន់អញមើលដឹងតើមិនក៏ចាំបាច់ឲ្យអញទៅរៀនបណ្ឌិតវានិយាយមកប្រហោងឲ្យខ្លងហើយនឹងបណ្ឌិតទៅនោះខ្ញុំស្មាទោផ្ដល់មូលដ្ឋានក្នុងការត្រេះរិះពិចារណាដើម្បីឆ្លោះមើលពួកអាបណ្ឌិតឆ្លោះមើលពួកអាធម្មមេចាឥឡូវពួកអស់នឹងថោកអស់ហើយអាធម្មមេចាល្បីឡើងថោកអស់ហើយអាទេសនាគ្រាន់តែចាំធម៌ហ្នឹងអញថាងាប់ហើយបើគ្រាន់តែហ៊ានដើម្បីចាំប៉ុណ្ណឹងរួចហើយយកទៅនិយាយឲ្យគេស្ដាប់តាមអាចាំហ្នឹងរួចបានលុយប៉ុណ្ណឹងមិនបាច់រកស៊ីអីទេកូនខ្មែរច្រើនណាទៅរៀនទិញធម៌ទៅចាំបាត់ហើយអាបណ្ឌិតក៏ដូចគ្នាដែរអាបណ្ឌិតនោះកាលពីខ្ញុំមិនទាន់វេកញែកទេបងប្អូនអូប្រជាប្រដ្ឋខ្មែរខ្លាចវាណាខ្លាចអាបណ្ឌិតខ្លាចអាពួកអាស៊ីសេរីសារព័ត៌មាននេះខ្លាចណាដល់ពេលវេកញែកទៅអូពួកអានេះថោកដូចអាចដូចប្រហែលថ្ងៃមុនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់និយាយថាសូមឲ្យខ្ញុំហ្នឹងអាសាចុះទៅតាមមូលដ្ឋានទៅជួបប្រជាប្រដ្ឋទៅចុះឲ្យជួបដូចគាត់អញ្ចឹងដែរដើម្បីបានជាមូលដ្ឋានខ្លះក្នុងការជូនយោបល់ទៅគាត់ដល់អាស៊ីសេរីវាបំពេញវាថាម៉េចទេវាកាច់វាមួលហ្មងណាវាថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងហៅខ្ញុំឲ្យទៅលក់ឲ្យដើរលក់ពងមាន់ជាមួយគាត់បងប្អូនឃើញវាខូចទេសំយើងជេរបចោតហើយសំលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជេរដែរគាត់ថាចុះមូលដ្ឋានឲ្យច្រើនតិចទៅដូចគាត់ចឹងទៅដើម្បីឲ្យដឹងរឿងច្រើនផ្ដល់ព័ត៌មានឲ្យគាត់អាស៊ីសេរីវាថាលោកហ៊ុនសែនបបួលលោកខំវាសនាដើរលក់ពងមាន់អាំងជាមួយគាត់សំគេជេរដែរបងប្អូនចាណាមើលខ្ញុំបញ្យល់យូរឡាពួកអានឹងថោកក៏ហើយប្រជាប្រដ្ឋចេះមើលអាបណ្ឌិតក៏ថោកអាពួកផ្សាយធម៌ក៏ថោកអាពួកអាស៊ីសេរីពួកអាសារព័ត៌មានដែលគេថោកគេរៀនពីបរទេសនិយាយអង់គ្លេសរលក៏ថោកអស់ហើយហេតុអីបងប្អូនពីព្រោះកាលណាយើងចេះគិតចេះត្រេះរិះពិចារណាយើងចេះឲ្យតម្លៃមនុស្សត្រឹមត្រូវអាមូលដ្ឋានក្នុងការគិតហ្នឹងបងប្អូនណាដែលធ្វើឲ្យមនុស្សពេញលក្ខណៈជាមនុស្សបើសិនណាជាយើងឈ្នះឆ្នោតវិញបងប្អូនអាមូលដ្ឋានក្នុងការគិតហ្នឹងតាកូនខ្មែរអាចនិយាយស្ដាប់ហេតុផលបានអាយុវាណាអាចនិយាយស្ដាប់ហេតុផលបានប្រហែលជាខ្ទង់4ដណ្ដប់5ដណ្ដប់ចាប់ដើមរៀនរៀនហ្មងម៉ែគ្រាន់តែលើតែម៉ែភ្លាមហើយដឹងថាម៉ែមានន័យថាម៉េចអត់គឺជាអ្នកដែលមានកាតព្វកិច្ចអ្វីខ្លះចំពោះបុត្រអានឹងបានពេញតួជាម៉ែអាមិនទៅហៅថាពាក្យពលរដ្ឋអាមិនទៅហៅថាសេចក្តីស្នេហាឲ្យយល់មកលះបង់របៀបមិននិយាយទៅអត់ឆ្លោះគ្នាហ្មងនយោបាយជារឿងរបស់នេះណាគេកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងសង្គមលែងឆ្លោះគ្នាហ្មងបងប្អូនរៀនតាំងពីថ្នាក់តូចមកល្មមតែនិយាយស្ដាប់គ្នាបាន4 5 10បញ្ចូលហើយបើចូលឡើងតទៅដល់បាក់ឌុបរហូតដល់បរិញ្ញាបត្រចំណេះដឹងជាមូលដ្ឋានឲ្យคล้ายទៅជាមនុស្សពេលនោះចំណេះដឹងបច្ចេកទេសទាំងឡាយពួកវាប្រើបានជាប្រយោជន៍ណាចំណែកសង្គមខ្មែរសប្តាហ៍អ្នកដឹកនាំយើងគាត់អត់យល់អីទេបងប្អូនអត់យល់អីទេប៉ុន្តែធ្វើម៉េចទេបងប្អូនបើយើងកើតមកយើងកើតក្នុងគ្រួសារមួយដែលមានម៉ែឪអញ្ចឹងមានប្រជាប្រដ្ឋអញ្ចឹងមានទីតាំងភូមិសាស្ត្រចិត្តចោលអញ្ចឹងអ្នកខ្លាំងគឺត្រូវទទួលស្គាល់ស្ថានភាពជាក់ស្ដែងរួចហើយយកស្ថានភាពជាក់ស្ដែងហ្នឹងមកដោះស្រាយអញ្ចឹងបានខ្ញុំបងប្អូនលាចេញពីគណៈបកសំរងស៊ីមកដើម្បីបម្រើការយល់របស់ខ្ញុំចំពោះអ្វីដែលខ្ញុំយល់ថាវាមានប្រយោជន៍សម្រាប់ប្រទេសជាតិខ្ញុំយល់ថាចំណុចចាប់ផ្ដើមនៃការអភិវឌ្ឍប្រទេសជាតិចំណុចចាប់ផ្ដើមនៃការដោះស្រាយឬធ្វើឲ្យមានការប្រែប្រួលក្នុងសង្គមខ្មែរគឺការផ្ដល់មូលដ្ឋានក្នុងការត្រេះរិះពិចារណាឲ្យប្រជាពលរដ្ឋទោះតដូរឬគល់ហ្នឹងបានផលទាំងអស់ត្រូវដូរកុំទៅវាយអ្នកបោកខាងសាសនាក៏មិនបាច់វាយបោកខាងនយោបាយក៏មិនបាច់វាយបោកក្នុងជីវិតរស់នៅរឿងរស់ស៊ីរស់អីក៏មិនបាច់វាយអ្នកបោកបើយល់តែប្រជាពលរដ្ឋហ្នឹងឲ្យមានមូលដ្ឋានពិចារណាទប់ទល់ជាមួយអាបោកគឺអូខេហ្មងតែនៅស្រុកខ្មែរជាពិសេសពួកអបណ្ឌិតអូគេវាយរដ្ឋាភិបាលគេវាយអ្នកនោះផ្គប់ចិត្តប្រជាពលរដ្ឋប្រជាពលរដ្ឋនៅតែល្ងង
រួចហើយគេទៅសើថាអូលោកនេះល្អណាស់យកចិត្តទុកដាក់នឹងប្រជាប្រដ្ឋខ្ញុំថាវានិយាយយកពេទេតាមពិតវាល្ងងណាស់ហើយក៏មនុស្សលុតមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនដែររឿងដែលត្រឹមត្រូវបងប្អូនដើម្បីជួយជាតិពិតប្រាកដណាផ្ដល់មូលដ្ឋានក្នុងការត្រេះរិះពិចារណាឲ្យប្រជាប្រដ្ឋមិនចង់ឲ្យទឹកហូរមកកន្លែងហ្នឹងណាមិនបាច់ទៅទប់កន្លែងណាទេមិនបាច់ទៅទប់ទេភ្លៀងតែវាហូរពីទីខ្ពស់មកហើយកន្លែងណាក្នុងពិភពលោកក៏ដោយវានឹងហូរមកដល់កន្លែងទៀបជាមិនខានអញ្ចឹងដើម្បីកុំឲ្យទឹកមកលើកដីចាក់កន្លែងហ្នឹងបងប្អូនផ្ដល់ចំណេះដឹងឲ្យប្រជាប្រដ្ឋនៅកន្លែងហ្នឹងផ្ដល់យូរការបោកប្រាស់រត់ចេញពីសង្គមខ្មែរខ្ញុំយល់ថាមានតែផ្លូវមួយហ្នឹងទេអញ្ចឹងបានកៅតំណាងរាស្ត្រមើលទៅឃើញប៉ិនសុចបងប្អូនប៉ិនសុចចូលក្នុងរដ្ឋសភាពេលណាក្តៅក្បាលពេលហ្នឹងចូលក្នុងរដ្ឋសភាកាលណាក្តៅក្បាលពេលហ្នឹងមិនសិនតិចប៉ិនក្តៅក្បាលនឹកឃើញថាមិនដឹងមកអង្គុយធ្វើអីបំរើការយល់របស់ខ្លួនអត់បានអង្គុយធ្វើអីគេអង្គុយឲ្យតែចាក់ស្រាប់ហេតុអីបើគេទៅចាក់ស្រាប់គេអត់គិតផងគេបានធ្វើតំណាងរាស្ត្រគេបានធ្វើអីគេអង្គុយតែចែកគ្នាតែរឿងស្អីជាផលប្រយោជន៍ជាទូទៅគេថាណាត់ក្រោយធ្វើម៉េចបានធ្វើតំណាងរាស្ត្រទៀតឯងទៅអង្គុយក្នុងរដ្ឋសភាឈឺក្បាលចង់បំរើមនោសញ្ចេតនាដើម្បីពូជសាសខ្លួនដឹងបំរើមិនបើម្នាក់ឯងនិយាយមិនគេថាយើងឈួតគេមិនឲ្យក្បាលមេក្រូនិយាយអង្គុយយូរក្នុងរដ្ឋសភាទៅកាន់តែតឹងទៅអូស្គាល់ពាក្យគេថាចង្អៀតផ្ទះចោះកុំឲ្យតែចង្អៀតចិត្តណាអានឹងចង្អៀតចិត្តហ្នឹងមើលយូរឃើញកៅអីតំណាងរាស្ត្រប៉ិនសុចចំអញអង្គុយធ្វើអីបងថ្ងៃយីអង្គុយធ្វើអីបើអង្គុយបំរើមនោសញ្ចេតនារបស់ខ្លួនចំពោះប្រទេសជាតិធ្វើមិនបានមានអង្គុយយកប្រាក់ខែអង្គុយយកឈ្មោះអាយអាដាមចំការរស់នៅចាំបាច់មានពាក្យអាយអាដាមណាចាំបាច់ធ្វើតំណាងរាស្ត្របានរស់ដែរងាប់ស៊ីបាយតែ3ពេលទេងាប់តែផ្ទះវិញបាយ3ពេលងាប់អញមិនបាច់រកស៊ីអីក៏អញមានបាយស៊ីដែរប្រយចេញមកហ្មងគេមើលឃើញយើងគេថាយើងឈួតកៅអីតំណាងរាស្ត្រមិនអង្គុយអត់ឈួតបើអញវិញអញអង្គុយគេយល់ថាអញ្ចឹងគេថាយើងឈួតជាការងារឬជាដំណើរចាក់ចេញដើម្បីបំរើមនោសញ្ចេតនារបស់ខ្លួននិងបំរើការយល់ឃើញរបស់ខ្លួនត្រង់បងប្អូនយល់យ៉ាងម៉េចអានឹងរឿងរបស់បងប្អូនណាមិនអាចកំណត់តម្លៃរបស់ខ្ញុំបានទេតម្លៃរបស់ខ្ញុំគឺកំណត់ដោយសារការងាររបស់ខ្ញុំបើខ្ញុំត្រូវបានបន្ទុក10គឺវា10ហើយបងប្អូនឲ្យខ្ញុំ11ក៏វាមិនត្រូវបងប្អូនឲ្យខ្ញុំ9ក៏វាមិនត្រូវការងាររបស់ខ្ញុំវាកំណត់តម្លៃរបស់ខ្ញុំចេញមកខ្ញុំមិនចាំបាច់ឲ្យពីណាឲ្យតម្លៃទេដែលខ្ញុំច្រើនតែទោមមនុស្សជាមួយនឹងមនុស្សដែលគេថាលើកទឹកចិត្តផ្ទះដៃលើកទឹកចិត្តមួយខ្ញុំថាលើកទឹកចិត្តតែដូចគេទៅរុញឡានអញ្ចឹងឡានអញមិនបាច់រុញទេវាខ្លាំងហ្មងមិនបាច់អាណាលើកទឹកចិត្តទេអញចេះហើយអញដឹងហើយការងាររបស់អញបាច់លើកទឹកចិត្តអញទៅហ្មងប្រយឡានអញពួកអាលើកទឹកចិត្តសាឡានម៉ាស៊ីនអន់នោះត្រូវការរុញផ្ទះដៃលើកទឹកចិត្តគាត់មួយយើងត្រូវលើកទឹកចិត្តគាត់អញថាសំនឹកអន់អញក៏មានបាច់ចាំបាច់លើកទឹកចិត្តអីទេបើអញលើកគេត្រូវគេលើកទឹកចិត្តមិនបាច់ធ្វើប្រមុខនៃចលនាបដិវត្តទេអាណាជេក៏អញមិនខ្វល់អញយល់តែហែងមិនបានរួមជើងអញទេហែងយល់មិនបានអញទេកុំថាតែហែងរិះគន់អញសំបីតែហែងទៅសើអញក៏មិនយកចិត្តទុកដាក់ផងចុះតមតែហែងរិះគន់អញកុំថារិះគន់ទៅសើក៏អញយកចិត្តទុកដាក់ផងពុទ្ធទៅសើទៅអាគាត់ញ័របន្តិចហែងហ្នឹងពួកអាកពឹងកាមហ្នឹងដល់ពេលអញ្ចឹងហើយបានខ្ញុំឃើញ Facebook ជេរខ្ញុំអាណាស្អីខ្ញុំថាអូយពួកអាកពឹងកាម10បានមកយួរទេឲ្យប៉ះរួមជើងជន់បដិវត្តនាំមុខគេទៅមិនរួចទេជួយមិនបានទេអញ្ចឹងបានខ្ញុំមិនបាច់ពីណាលើកទឹកចិត្តខ្ញុំទេខ្ញុំថាឡានអញអូមនុស្សទៅតង្វូមិនបាច់អាណាចុះជួយរុញឡានខ្លាំងអាពួកលើកទឹកចិត្តសឡានអន់ជាប់ផុងតើគេលើកទឹកចិត្តបានទៅខ្សោយខ្ញុំត្រូវការលើកទឹកចិត្តអីទេបងប្អូនធម្មតាខ្ញុំស្ដាប់ឮទៅហើយចេញពីទៅចូលពីតិចបជាងទៅតិចជាងសរុបមកវិញអ្វីដែលខ្ញុំចង់និយាយខ្ញុំចង់ប្រាប់បងប្អូនថាការងាររបស់ពួកយើងសប្ថ្ងៃគឺធ្វើការងារដើម្បីបំរើមនោសញ្ចេតនារបស់យើងដែលមានចំពោះពូជសាសន៍របស់យើងពេលណាបងប្អូនពាល់អារម្មណ៍នឹងត្រូវបងប្អូនចូលមកក្នុងចលនានឹងវាគឺជាគណៈបករបស់ពួកយើងទាំងអស់គ្នាដែលយើងធ្វើការងារដើម្បីបំរើមនោសញ្ចេតនារបស់ពួកយើងទាំងអស់គ្នាបងប្អូនណាមនុស្សដែលធ្វើការក្នុងន័យបំរើមនោសញ្ចេតនាមានណាទិញបានទេបងប្អូនទិញមិនបានបងប្អូនទិញមិនបានបើអាមនោសញ្ចេតនារបស់យើងដែលមានចំពោះពូជសាសន៍របស់យើងវាមិនទាន់បានដោះស្រាយប៉ុណ្ណឹងមកទិញឲ្យកៅអីតំណាងរាស្ត្រយើងមកពេញឲ្យលុយឲ្យកាក់យើងលើកលែងតែយើងភូតគេថាយើងស្រឡាញ់ប្រទេសជាតិប៉ុន្តែការពិតយើងអត់ស្រឡាញ់ប្រទេសជាតិទេយើងភូត
បើយើងស្រឡាញ់ប្រទេសជាតិយើងមែនយើងពិតជាចង់ឲ្យប្រទេសជាតិយើងរីកចម្រើនមែនស្រាប់តែយើងទៅចរចាមួយគណៈបព្វជិជនគេទិញយើងទិញកាត់ហ៎បើមនោសញ្ចេតនារបស់យើងមិនទាន់ត្រូវបានគេដោះស្រាយផងដល់ពេលចិត្តរបស់យើងបូជាអញ្ចឹងទាំងស្រុងណាលើពីណាមួយដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឯងគាត់និយាយថាគាត់នឹងកាន់ការងារប្រទេសជាតិណារហូតដល់គាត់ស្លាប់ជួនកាលគាត់និយាយថាគាត់នឹងកាន់ការងារប្រទេសជាតិរហូតដល់អាយុ90ឆ្នាំអាយើងធ្វើដើម្បីគេបងប្អូនលើគាត់និយាយអញ្ចឹងហើយអារម្មណ៍យើងធម្មតាពួកយើងអត់មានចង់ដដែលមកអីហ្នឹងផងខ្ញុំតបទៅវិញថាម៉េចហ៎ខ្ញុំថាកុំនិយាយនាំខ្ញុំអខ្ញុំអត់ចង់ផងកុំនិយាយថាចង់កាន់ការងារប្រទេសជាតិដល់អាយុ90ឆ្នាំដល់គាត់ស្លាប់អីកុំនាំខ្ញុំនិយាយអញ្ចឹងអត់មានប៉ះអារម្មណ៍របស់យើងទេដែលយើងធ្វើការងារដើម្បីគេបងប្អូនអារម្មណ៍យើងធ្វើការងារដើម្បីជាតិតែបញ្ហាមួយដែលខ្ញុំត្រូវនិយាយនោះណាជាមួយនឹងសម្ដេចនោះណាគឺថាតើការងារដែលសម្ដេចកំពុងតែធ្វើហ្នឹងវាមានផលប្រយោជន៍សម្រាប់ជាតិអត់តែប៉ុណ្ណឹងបើមានប្រយោជន៍សម្រាប់ជាតិហើយងាប់ទៅ200ឆ្នាំទៀតក៏បានដែរខ្ញុំជួយដើររកឆ្នាំបន្តជីវិតឲ្យរែកទៅពុនទៅបញ្ហានៅត្រង់ថាតើសម្ដេចដឹកនាំទៅរីកចម្រើនដល់ជាតិអត់តែនោះត្រង់ត្រូវនិយាយគ្នាសប្ថ្ងៃមកធ្វើហ្នឹងដោយសារមើលវាមិនឃើញអាត្រង់នោះបើឃើញអាត្រង់នោះហើយអញ្ជើញទៅចោះប៉ុន្តែគាត់និយាយហ្នឹងគាត់មិនសម្ដៅមកយើងទេគាត់សម្ដៅទៅសំរងស៊ីនិងកឹមសុខាដែលក្នុងវត្ថុបំណងដូចគ្នាគឺចង់ដណ្ដើមតំណែងតួនាទីដើម្បីមុខមាត់ខ្លួនឯងដូចគ្នាដល់ពេលអញ្ចឹងគាត់ថាអាវ៉ាអើយកុំសង្ឃឹម90ឆ្នាំមកតើអញងាប់គាត់និយាយនឹងសម្ដៅទៅពួកហ្នឹងហើយវាសមតែនិយាយចឹងដែរប៉ុន្តែបើគាត់និយាយមកកាន់ខ្ញុំវិញណាខ្ញុំថាកុំនិយាយនាំខ្ញុំរឿងដែលត្រូវនិយាយគ្នាតើសម្ដេចកាន់ទៅវារីកចម្រើនដល់ប្រទេសជាតិអត់ឲ្យខ្ញុំជាទីប្រឹក្សាក៏បានដែរហើយទីប្រឹក្សាខ្ញុំមិនបាច់ឲ្យប្រាក់ខែក៏បានដែរមិនបាច់មានឋានៈប៉ុណ្ណេះប៉ុណ្ណោះក៏បានដែរសំខាន់ណាសូមឲ្យយកពាក្យរបស់ខ្ញុំទៅគិតហើយបើយកទៅវាបានជាប្រយោជន៍ដល់ប្រទេសជាតិខ្ញុំសប្បាយណាស់បើថ្ងៃណាត្រូវការកំណត់យោបល់ពីខ្ញុំគឺខ្ញុំអូខេដោយមិនចង់បានតំណែងមិនចង់បានតួនាទីអ្វីទាំងអស់ហើយបើឃើញថាដើរត្រង់ផ្លូវហើយមិនបាច់ទាត់ខ្ញុំពីទីប្រឹក្សាទេខ្ញុំដើរទៅហ្មងខ្ញុំទៅធ្វើចការទៅធ្វើអីទៅមើលសភៅទៅមើលអីមនុស្សឈ្នះខ្លួនឯងបងប្អូនអត់ចង់បានអីពីគេណាឡានម៉ូតូផ្ទះស្រីកូនសំខាន់ទាំងអស់សម្រាប់មនុស្សចង់បានសម្រាប់មនុស្សអត់ចង់បានមានអីសំខាន់ព្រះពុទ្ធលោកប្រាប់ថាឲ្យតែអ្នកកំណត់ថាបច្ច័យ4វាត្រឹមកំណត់ណាមួយអាចរស់បានអ្នកយកត្រឹមតែបច្ច័យ4ដែលគេហៅថាសេចក្តីត្រូវការមិនមែនជាតណ្ហាឡើយតែប៉ុណ្ណឹងអ្នកឈ្នះខ្លួនឯងអ្នកអត់ចង់បានអីពីគេទៅជន់ក្បាលមិនបងប្អូនចាប់ដាក់គុកកណ្ដោឈឹងចាប់មិនដូចខ្ញុំនិយាយមិនអញ្ចឹងយកស្រីម្នាក់ទៅលោបទៅគល់ឈើសុតអាបាមនុស្សហើយខ្ញុំលោបអញយកទៅហើយគ្មានតម្លៃទេថោកយកចិត្តគេមិនបានរួចទៅលោបគេអញរត់វាមិនរួចឯងលោបទៅហើយចង់មកលោប10ដងលោបដូចគល់ឈើឈឹងចាំខ្ញុំថាចាប់ខ្ញុំដាក់គុកចាប់ពួកខ្ញុំអត់ខុសផងមនុស្សឈ្នះខ្លួនឯងណាបងប្អូនអញ្ចឹងបានខ្ញុំឃើញពួកអ្នកចេញពី LDP រួចហើយមកតាក់ពួក LDP ឲ្យចេញខ្ញុំថាតាក់ចេញអស់ទៅតាក់ទៅបើបានអស់អញអស់ការងារធ្វើអញមនុស្សឈ្នះខ្លួនឯងទៅធ្វើម៉េចវាអត់ប៉ះដល់ដួងចិត្តរបស់យើងណាអញនៅចាំសបុកចាំការពារ LDP សម្ងាយចាំសបុកឲ្យគេមកពីគេបោះឆ្នោតឲ្យអញមកធ្វើកាលពីបោះឆ្នោតកាលនៅសមាជឲ្យធ្វើប្រធានអង្គុយចាំសបុកឲ្យគេដែរបើអាគេអ្នកបោះថាអូដកពីបងវាសនាវិញទៅឲ្យគេហើយកុំនិយាយនាំអញមនុស្សឈ្នះខ្លួនឯងណាបងប្អូនឈ្នះខ្លួនឯងធ្វើម៉េចគេហើយដកមនុស្សទៅហើយឃើញរូបភាពអូបែកខ្ទេចហើយប៉ុន្តែក្នុងចិត្តរបស់យើងមានអីទេឈឹងហ្នឹងផុតសម្ពាធរបស់អ្នកដតីរស់ចឹងស្រួលបងប្អូនរស់ចឹងស្រួលមិនមានទេមិនមានលើគេមកស្រុកខ្មែរទេតែសំខាន់ឆ្អែតពេញបឹបក្នុងបេះដូងតម្រៃវាក្លៀនវារមួយថ្ងៃបងប្អូនបានអំពៅប្រហែល2ឡានហើយយើងសម្ោចរគ្រាប់អង្គបានតែមកគ្រាប់ហ្នឹងអញស៊ី3ថ្ងៃសិនខ្ជិលទៅអាពួកអ្នកក្លៀនវាបានផ្ទះប៉ុណ្ណេះហើយវាទៅប៉ុណ្ណោះទៀតបានប៉ុណ្ណោះហើយវាទៅប៉ុណ្ណោះទៀតហើយក្លៀនហើយចេះរទៅសំខាន់អញឆ្អែតហើយជិះឡានអត់ឡាយហើយជិះទៅបានជិះតែប៉ុណ្ណឹងមកមកឡានមិនខូចមិនអីប៉ុណ្ណឹងអញឈ្នះខ្លួនឯងចេះជិះទៅហើយចង់បានសំខាន់ហើយចង់បានកូនសំខាន់កូនហើយចង់បានអីសំខាន់នឹងតែ
អញអត់ចង់បានអត់សំខាន់តែប៉ុណ្ណឹងមើលជាខ្លួនឯងបងប្អូនហើយមនុស្សខ្លះច្រឡំទៀតអាកិច្ចរួចពីសង្គមទៅអង្គុយស្ងៀមនៅក្នុងព្រៃនោះវិបស្សនាឯណាគេអ្នកមានធម៌ហ្នឹងគេថាអូអាហ្នឹងគេឈ្នះខ្លួនឯងគេអត់រវល់មនុស្សគិតតែអញនោះមានគិតអាណាងាប់ឯណាងាប់តែអញទៅវិបស្សនារធម៌រអីតែអញនៅអញទៅដែរប៉ុន្តែគាត់យល់ថាណែអញចេះណាអញឡានអញវិឡាអញអញ្ចឹងមិនសំខាន់ទេអារបស់ទៅហ្នឹងណែអញខាងវិបស្សនាដាក់ខ្លួនអញបានវាសំខាន់អញដដែលទេមនុស្សអស់អញមនុស្សស្ដើងអញមនុស្សអត់គិតអញយកអញទៅកំទេចចោលដើម្បីបំរើការយល់ឃើញឬមโนសញ្ចេតនារបស់ខ្លួនចំពោះប្រទេសជាតិមិនងាយត្រូវទេណាបងប្អូនដូចយកពងមាន់ទៅដាក់លើមុខកបិតចឹងងាយត្រូវទេដាក់ខាងណាផ្អៀងមកខាងណាដាក់ខាងណាផ្អៀងមកខាងណាទោះតែចិត្តរបស់មនុស្សនឹងយល់ធម៌មែនតើបងប្អូនដាក់ទៅឈឹងចលនារបស់យើងគឺជាចលនាចឹងបងប្អូនគឺជាចលនាដែលបូជាផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបំរើមโนសញ្ចេតនារបស់យើងចំពោះប្រទេសជាតិយើងបងប្អូនណាមនុស្សក្នុងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាទូទៅពាក្យថាទូទៅមានន័យថាលក្ខណៈរបស់គណៈបកហ្នឹងហើយដូចខ្មែរយើងគេថាអូខ្មែរខ្មៅកពស់ស្រីហ្នឹងប្រហែលជា1.50 ម៉ែត្រមនុស្សប្រុសប្រហែលជា1.65 ម៉ែត្រខ្មែរគឺអញ្ចឹងទាំងអស់ជាទូទៅពាក្យថាទូទៅនឹងមិនទាំងអស់ណាបងប្អូនខ្មែរជាទូទៅគឺអញ្ចឹងអាពាក្យថាទូទៅនឹងមិនទាំងអស់ទេមានន័យថាខ្មែរជាទូទៅវាសបល់ប៉ុណ្ណឹងកពស់ប៉ុណ្ណឹងប្រុសអញ្ចឹងស្រីអញ្ចឹងអាហ្នឹងគេហៅខ្មែរទូទៅអញ្ចឹងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាលក្ខណៈទូទៅគឺមនុស្សដែលបូជាផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបម្រើមនោសញ្ចេតនារបស់ខ្លួនប៉ុន្តែជួនកាលខ្លួនធ្វើនឹងអត់ទាំងដឹងផងអត់ទាំងដឹងខ្លួនឯងផងថាអញនឹងមកធ្វើដើម្បីស្អីទេនេះដូចមិនដឹងទេប៉ុន្តែដូចចូលចិត្តអីចឹងទៅដូចស្រឡាញ់អាចលណានឹងមកក៏មិនបានដឹងដែរប៉ុន្តែបងប្អូនត្រួតពិនិត្យដួងចិត្តរបស់បងប្អូនគឺសិតតែធ្វើដើម្បីបម្រើមនោសញ្ចេតនារបស់យើងចំពោះពុទ្ធសាសនារបស់យើងហើយចុះបើយើងទាំងអស់គ្នាធ្វើការងារដើម្បីបម្រើមនោសញ្ចេតនារបស់យើងនេះបងប្អូនចាស់ណាមើលតើគណៈបកយើងនឹងមិនគណៈបករបស់យើងទាំងអស់គ្នាមានគណៈបកដោះដូរឯណាអញ្ចឹងបានខ្ញុំនិយាយថាក្នុងស្រុកខ្មែរមានតែគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមួយគត់ដែលជាគណៈបករបស់យើងទាំងអស់គ្នាធ្វើការឬធ្វើគណៈបកមួយនេះដើម្បីបម្រើមនោសញ្ចេតនារបស់យើងដែលមានចំពោះពុទ្ធសាសនារបស់យើងបងប្អូនទៅមើលសំស៊ីទៅមើលកម្មសខាទៅទោះបីជាគេនិយាយថាមានតែគណៈបកសម្ព័ន្ធមានតែគណៈបកសង្គ្រោះជាតិមួយគត់ជាគណៈបករបស់ប្រជាពលរដ្ឋគេថាវាអត់សំខាន់ទេប៉ុន្តែបងប្អូនកលេចមើលសកម្មភាពការងារជួនកាលវាធ្លុយជាពាក្យសម្ដីចេញមកខាងក្រៅគ្រាន់តែមើលគោលនយោបាយគណៈបកទាំងអស់គ្នាឯណាទៅបង្កើតនយោបាយដើម្បីស្ទូចយកអ្នកបោះឆ្នោតឲ្យគណៈបករបស់ខ្លួនបើខ្ញុំវិញមកសួរខ្ញុំដាក់កៅអីអង្គុយទល់មុខហ្នឹងមើលខ្ញុំចង់សួរពូខ្ញុំជាយុវជនខ្ញុំចង់ដឹងគោលនយោបាយរបស់គណៈបកហ្នឹងចំពោះយុវជនខ្ញុំថាអាងាប់ឲ្យទៅណាទៅគេលោកហែងមិនទាន់យល់ណាអញអនុគ្រោះហែងឲ្យហែងមានឱកាសនិយាយម្ដងទៀតគេលោកហែងគិតមិនទាន់សម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានតែមកចូលរួមដើម្បីបូជាផលប្រយោជន៍ផ្ទាល់ខ្លួនបម្រើមនោសញ្ចេតនារបស់ខ្លួនចំពោះពូជសាសហែងពូក៏ធ្វើក្នុងន័យនឹងដែរហែងក៏ធ្វើក្នុងន័យនឹងដែរពូហត់ជាងក្មួយឯងណាក្មួយចាំក្មួយរកឲ្យឃើញការទុកចិត្តរបស់ក្មួយចំពោះសម្ព័ន្ធឬចំពោះពូចាំមកចូលរួមក្នុងគណៈបកហ្នឹងហើយឥឡូវឧទាហរណ៍ឧបមាថាខ្ញុំទុកចិត្តហើយប្រជាប្រដ្ឋខ្មែរទុកចិត្តហើយរួចហើយបោះឆ្នោតឲ្យគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហ្នឹងហើយបើគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអត់ធ្វើតើពូគិតម៉េចខ្ញុំថាក្មួយច្បាស់ហ្នឹងក្មួយនិយាយមិញឧបមាថាប្រជាប្រដ្ឋទុកចិត្តហើយរួចហើយបោះឆ្នោតឲ្យឈ្នះតើនៅពេលដែលគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអត់ធ្វើតើខ្ញុំធ្វើម៉េចអារម្មណ៍ហ្នឹងច្រឡំអត់ទុកចិត្តទេក្មួយអារម្មណ៍សួរចឹងគឺអារម្មណ៍អត់ទុកចិត្តទេក្មួយឆែកមើលអារម្មណ៍ខ្លួនឯងអត់ទុកចិត្តហើយក្មួយឧបមាហ្នឹងអត់ត្រូវហ្មងឧបមាថាប្រពុតទៅជាទេវទត្តវាអត់ទៅរួចឧបមាថាវត្ថុរឹងហ្នឹងមានលក្ខណៈរាវទៅមិនរួចទេវាមិនទៅរួចទេទុកចិត្តហើយបានបោះឆ្នោតហើយបោះឆ្នោតហើយអត់ធ្វើតើគិតម៉េចងាប់បងប្អូនចាំក្មួយទុកចិត្តសិនចាំបោះឆ្នោតក្មួយបើទុកចិត្តហើយក្មួយអត់សួរអាសំណួរទី2ហ្នឹងអត់ហ្មងដូចម៉ែយើងអញ្ចឹងយើងទុកចិត្តម៉ែយើងរកស៊ីមួយគ្នាចុះបើខ្ញុំជួយដាំសដែកម៉ែឯងរួចហើយខ្ញុំទុកចិត្តម៉ែឯងថាជាម៉ែពេលដាំរួចហើយបានលុយខ្ញុំសុំទិញម៉ូតូហើយម៉ែឯងអត់ឲ្យគិតម៉េចខ្ញុំដាំហ្នឹងខ្ញុំយល់ថាម៉ែឯងជាម៉ែរបស់ខ្ញុំដល់ពេលខ្ញុំដាំបានទៅជួយដាំម៉ែឯងទៅបានលុយច្រើនខ្ញុំសង្ឃឹមថាបានសុំលុយម៉ែឯងទិញម៉ូតូចុះបើសិនណាជាបានរួចហើយម៉ែឯងអត់ឲ្យលុយខ្ញុំទិញម៉ូតូម៉ែឯងកន្លះទៅជាលែងទុកខ្ញុំជាកូនម៉ែឯងគិតមិនវិញបងប្អូនណាម៉ែនៅវាស្រឡាំងកាំងណាបងប្អូនអញ្ចឹងបានមកសួរខ្ញុំថា
ba cái nạp bạn năng trai ban và chia bọt tục chất rồi hai bọt nào ao bọt rồi hai ọt thơ cô là vô bài năng kịch mạch từ vinh nhằm thà nó ọt tục chất đấy không pu á ọt miền tầm lái sẽ mẹp cái này không mùi tê ba không mùi ọt tục chất pu ba không mùi mình róc khơi mình sắc xa ẩm pi pu rồi hốt đỏ ca tục chất pu không miền tầm lái sầm đạp cái này không mùi tê pu á cho bạn nè nông niêm pu chỉ đã chui á không mùi ba pu không miền tầm lái sầm đạp cái này kia pu có chui cái bạn này pi pu kia cất tháp pu mà róc hot giỏi pi kia chẳng ba không mùi mình tục chất pu tê còn trôi luôn không cả nạp bạc sắm pon đam bay bị chia tập tay có mà xua thà ta cả nạp bạn năng miền côn vô bài ấy ra trong pu dụ của chôn pu mình cái cha toàn hà bạc mùi tê pu mình mến thơ đam bay phao bị giỏiตัวខ្លួនđạiขโมยអាចដាក់សម្ពាធលើពូបានទេขโมยមកទីនេះពូតម្រូវឲ្យขโมយមកលះបង់ដើម្បីបំរើមโนសញ្ចេតនារបស់ขโมยចំពោះពូជសាសขโมយកុំមកសួរគោលនយោបាយកុំមកសួរថាគណៈបកបានអីឲ្យขโมយត្រូវសួរថាขโมយមានអីលះបង់ឲ្យគណៈបកនេះដែលធ្វើដើម្បីបំរើមโนសញ្ចេតនារបស់ខ្លួនចំពោះពូជសាសរបស់ខ្លួនបើขโมยទទួលយកបានขโมយទៅចោះពូគ្មានផលប្រយោជន៍អ្វីចំពោះការសម្រេចចិត្តរបស់ขโมយក្នុងការបោះឆ្នោតឲ្យគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឡើយមានពេលខ្លះពូមានអារម្មណ៍អទៅទៀតផងនៅពេលដែលគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនឈ្នះឆ្នោតពីព្រោះពូគ្មានអំណាចធំពូខ្ជិលណាស់ក្មួយកើតមកចិត្តនេះជីវិតធុញទ្រាន់ខ្លាំងណាស់មិនដឹងជាប្រាប់ប្រជាប្រដ្ឋយ៉ាងម៉េចទេបងប្អូនមិនដឹងជាប្រាប់ប្រជាប្រដ្ឋយ៉ាងម៉េចពីអារម្មណ៍ដែលយើងឈ្នះខ្លួនឯងដែលយើងអត់ចង់បានអីពីគេពេលគេដាក់សម្ពាធមកអារម្មណ៍របស់យើងវាធាក់ហ្មងឲ្យតែសំនួរណាដែលដាក់សម្ពាធមកគឺធាក់ទៅវិញហ្មងគឺធាក់ហ្មងកំណាលោកវាសនាឯងណាបើលោកវាសនាឯងនិយាយឲ្យរៀងសភាពបន្តិចអាណត្តិក្រោយបានក្អីអង្គុយគេធាក់ទៅវិញហ្មងអារម្មណ៍ធាក់ទៅវិញហ្មងឲ្យតែគេឲ្យជាផលប្រយោជន៍ផ្ទាល់ខ្លួនមកយើងគឺធាក់មកវិញហ្មងខ្ញុំថាកុំនិយាយតទៀតនិយាយតទៀតអញមើងងាយហើយឡើយមនុស្សហែងលុតរួចពីប្រយោជន៍ផ្ទាល់ខ្លួនណាបានហែងឲ្យជាហេតុផលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហែងឲ្យអ្នកសាសនាដែរពួកអាសាសនាវាគិតប្រយោជន៍ផ្ទាល់ខ្លួនវាចឹងណែហែងធ្វើចឹងយ៉ាក់ធ្លាក់នរោនឹងវាភ័យបើលោកវាសនាឯងធ្វើចឹងអាណត្តិក្រោយអត់បានស្លឹកឆ្នោតទេបើលោកស្នាឯងធ្វើចេះអាណត្តិក្រោយបានស្លឹកឆ្នោតហែងទៅនិយាយពួកអានេះចង់បានស្លឹកឆ្នោតទៅដោយពួកអានេះសាសនាទៅអារម្មណ៍បែបហ្នឹងគ្មានចំពោះពូទេពូបូជាជីវិតបូជាអ្វីៗទាំងអស់ដើម្បីបំរើមនោសញ្ចេតនារបស់ពូចំពោះប្រទេសជាតិដែលពូមានដូច្នេះបើក្មួយឲ្យយោបល់គឺឲ្យយោបល់ក្នុងន័យមនោសញ្ចេតនារបស់ពូដែលមានចំពោះប្រទេសជាតិពូខ្ញុំឃើញពូនិយាយចេះបើពូនិយាយអញ្ចឹងលប់អស់ប្រជាប្រដ្ឋហ្មងពូធ្វើដើម្បីជួយប្រជាប្រដ្ឋឥឡូវពូនិយាយអញ្ចឹងទៅលប់អស់ហើយប្រជាប្រដ្ឋធ្វើអត់បានទេពូអាលៀកប្រជាប្រដ្ឋហើយលួយប្រជាប្រដ្ឋហើយអាហ្នឹងគឺពូគិតភ្លាមហ្មងពូគិតហ្មងពីព្រោះចិត្តរបស់ពូទាំងស្រុងវាបូជាទៅរកអផលប្រយោជន៍របស់គេបើក្មួយធ្វើម៉េចឲ្យពូមើលឃើញថាពូទៅប៉ះពាល់ផលប្រយោជន៍របស់គេអានឹងពូគោរពហ្មងគោរពថាអូចិត្តអានឹងវាពាល់ត្រូវអាចិត្តរបស់អ្នកជួយបើក្មួយមកនិយាយថាបើលោកឯងនិយាយគ្រាន់បើទេអាណត្តិក្រោយខ្ញុំបោះឆ្នោតឲ្យឆឹងហ្មងក្មួយឆឹងហ្មងខ្ញុំថាកុំនិយាយនាំអញមើលងាយទេមនុស្សឯងលួតអត់ផុតប្រយោជន៍ផ្ទាល់ខ្លួនទេបងប្អូនណាពួកវាឈរលើគោលប្រយោជន៍ផ្ទាល់ខ្លួនទេវាគុណលេខមិនក៏នៅតែខាងប្រយោជន៍ផ្ទាល់ខ្លួនទេហើយយើងឯណាយើងជារឿងទី2ផលប្រយោជន៍ជាតិជារឿងទី1ដោយហូជីមិញគាត់ថាគាត់រស់ដើម្បីប្រទេសជាតិគាត់គឺជារឿងទី2គាត់អាចរស់ឬគាត់អាចស្លាប់ក្នុងករណីដែលចាំបាច់ប៉ុន្តែរស់ឬស្លាប់នឹងត្រូវតាក់ទងជាមួយនឹងការរស់ឬស្លាប់របស់ប្រទេសជាតិគាត់រស់នៅដើម្បីគេណាបងប្អូនហើយដល់ពេលអ្នកឲ្យយោបល់តែរឿងប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំថាគ្រាន់តែហាមាត់មកអញមើងងាយមិនត្រឹមហែងអញមើងងាយដល់ឈាមម៉ែទៀតកើតកូនមកគិតតែប្រយោជន៍ផ្ទាល់ខ្លួនការងារនយោបាយហ្នឹងបងប្អូនគឺជាការងារផ្ដល់ឲ្យគឺជាការងារសប្បុរសហ៎បងប្អូនអញ្ចឹងបានខ្ញុំថាបើខ្ញុំទៅសេកម្មវិធីសិក្សារបស់ប្រទេសខ្មែរបងប្អូនសិក្សារឿងនយោបាយរបស់ប្រទេសខ្មែរគឺខ្ញុំឲ្យច្បាស់ហ្មងអ្នកដែលចូលរួមក្នុងចលនានយោបាយជាពិសេសគឺអ្នកចូលរៀនសាលានយោបាយវិទ្យាសាស្ត្រនយោបាយឲ្យច្បាស់ហ្មងដាក់ក្រុមយើងហ្មងអាក្រុមចិត្តសាស្ត្រមើលមនុស្សហ្នឹងហ្មងហែងត្រូវឆ្លងកាត់ដំណាក់កាលទី1ថាតើហែងចង់បានមុខមាត់ឯអត់ចង់បានលៀបយោះតសើសុកលោកកធនណាមួយក្នុងរឿងចលនានយោបាយបែងអត់បើរកឃើញអត់ឲ្យឯងចូលរៀននយោបាយដាច់ខាតអត់ហ្មងឆ្លងកាត់ក្រុមនឹងមួយហើយឆ្លងកាត់ក្រុមនឹងហើយគេលោកខុសយកហែងទៅរៀនណាគ្រូទាំងអស់សិតតែយល់អំពីអត្ថន័យនៃនយោបាយគឺជាការងាររបស់ជនសប្បុរសដែលត្រូវផ្ដល់ទៅឲ្យជនរួមឈាមគ្រូដែលមានចិត្តអញ្ចឹងបន្តិចទៅវាមើលឃើញកូនសិស្សអូអានេះចង់បានមុខមាត់ពួកម៉ាក់វាខ្ពស់ជាងអត់បានទេដកហែងចេញពីសាលានយោបាយព្រាមហែងទៅរៀនឯណាណីបានណាតែរៀននយោបាយមួយគឺជាការងារសប្បុរសអាខ្លះចេញមកសប្ថ្ងៃគេថា
គោលបំណងខ្ញុំចង់ធ្វើនាយករដ្ឋមន្ត្រីដូចនាង DJ ស្អីនោះថាអើយនាងឲ្យនាងឯងមានលុយប្រមាណដើម្បីទិញគេឲ្យគេជូននាងឯងទៅធ្វើនាយករដ្ឋមន្ត្រីនោះហានាងឯងមានលុយប្រមាណវាអស់ចាស្អីងាប់ហើយចង់ធ្វើនាយករដ្ឋមន្ត្រីយើងចង់ជួយដោះស្រាយបញ្ហាប្រទេសជាតិនាយករដ្ឋមន្ត្រីមិនសំខាន់ទេបើគ្មានគេធ្វើឲ្យក៏ធ្វើទៅបើគ្មានគេធ្វើចាំអញធ្វើអានោះលេងពឹបឡើងចង់ធ្វើនាយករដ្ឋមន្ត្រីមនុស្សរាក់កំផែលមនុស្សដូចមនុស្សទូទៅទាំងលៀនអ្នកធ្វើឯងណាគ្រាន់បើមានស្រីនោមដាក់ដបអស់ចាម្ល៉េះប្រុសនោមដាក់ដបចូលខ្ញុំក៏នោមដាក់ដបចូលដែរយោក៏សម្បើមហ៎ហងអស់ចាខ្ញុំស្អប់បំផុតអាស្រីអញ្ចឹងបងប្អូននៅក្នុងប្រពៃណីខ្មែរស្រីវាត្រូវនៅក្រោយបរោះបន្តិចស្រីណាដែលប្រហើនពឹបឡើងប្តីខ្ញុំបានកាយសប្ងៃបានតែខ្ញុំអូស្រីអញ្ចឹងកុំយកបងប្អូនកុំយកទោះបីជាស្រីហ្នឹងវាខ្លាំងជាងប្រុសក៏ដោយបងប្អូនក៏ប៉ុន្តែក្នុងវប្បធម៌ខ្មែរស្រីវាអត់ហ៊ានប្រហើនដល់ម្លឹងទេបងប្អូនវាត្រូវនៅក្រោយបន្តិចគេថាសំណាបយោងដីស្រីយោងប្រុសដូចម៉ែខ្ញុំបើគិតមែនតើខ្លាំងជាងឪពុកខ្ញុំបងប្អូនប៉ុន្តែនៅពីមុខគេមើលទៅឃើញដូចឪពុកខ្ញុំនឹងខ្លាំងអញ្ចឹងម៉ែខ្ញុំនៅពីក្រោយទេបងប្អូនតែតាមពិតម៉ែខ្ញុំទាំងអស់ចាត់ចែងការប៉ុន្តែនៅពីមុខម៉ែខ្ញុំឲ្យមុខប្តីទាំងអស់ស្រីខ្លាំងអញ្ចឹងបងប្អូននោះគឺឡើងមកមុខហ្មងប្តីខ្ញុំបានការអីសប្ងៃអាប្រុសវាអស់ស៊ីនយើងក៏អស់ស៊ីនដែរងាប់និយាយភាសាអីដល់ថ្នាក់នឹងពេកបងប្អូនអីក៏ដល់ថ្នាក់នឹងហើយវាត្រូវណាបងប្អូនណាត្រូវចិត្តអាណាត្រូវចិត្តអាច្រែម៉ូតូអាពួកមីស្រីអោបមួយអាប្រុសច្រែម៉ូតូវ៉ាវគាំទ្រមី DJ ឈួតអញ្ចឹងពួកអីគ្នាវាតែចង់វាដែរខ្វល់អីរឿងព្រមចារីរបស់វានោះដល់ពេលអញ្ចឹងវាបានការគាំទ្រពីអាឈួតអញ្ចឹងហើយអាពុកគេមានមោទនភាពនឹងកូនស្រីខ្ញុំថាគ្រាន់តែឃើញកូនស្រីអាចរិតបែបហ្នឹងអញយល់ដល់ម្ដាយហ្មងបើអញជាបងប្រុសឬអញជាម្ដាយអញខាត់បាត់ទៅបើម្ដាយមកពុកមិនខាត់ផងហ្នឹងមានម្ដាយអាពុកវាចរិតអញ្ចឹងដូចម្ដាយអាពុកធីសវណ្ណថាឯងថាគាត់តែឃើញកូនប៉ុណ្ណេះអញស្គាល់ដល់ម៉ែឪអញស្គាល់ហ្មងបើម៉ែឪមានជំរឿដូចយើងបងប្អូនទៅកេះកូននឹងបាត់ហើយដល់ពេលគេសម្ភាសម៉ែឪមែនខ្ញុំចង់ឲ្យកូនខ្ញុំមានគំរូដូចមួសុកហ៊ូអញថាឃើញអត់ឥឡូវខាងគណៈបកប្រជាជនគេអូសទៅបាត់បងប្អូនណាប្របាក់និយាយណាបងប្អូនដូចយើងដូចគេកំពុងស៊ីទឹកខ្មុំអញ្ចឹងយើងថាអូទឹកខ្មុំហ្នឹងវាបានការស្អីទឹកខ្មុំស្អីណានៃអាពុកអាលួយនឹងស្អីអូមិនទាន់បានទៅកន្លែងសញ្ញេដល់ទៅកន្លែងសញ្ញេនិយាយមកខ្វោកបាន$1លាន2ខ្វោកបាន$1លានហេវ៉ៃអាណាថាអីថាទៅអាដាមកតេនៅណាទេអូស៊ីប្របាក់ណាខ្វោកយកបរហើយអញ្ចឹងបានអូតិចទៀនយុគរដ្ឋមន្ត្រីហ៊ុនសែនចេះតិចទៀនយុគរដ្ឋមន្ត្រីហ៊ុនសែនចុះខ្ញុំថាមិនទាន់បានជួបមុខគាត់ហ្នឹងតើបានជួបមុខតើលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅសើតែម្ដងហ្នឹងទៅឥឡូវមែនឥឡូវឃើញទៅអត់ឈ្នះលោកកធัวបងប្អូនអញ្ចឹងបានខ្ញុំថាអូយក្នុងគណៈបកសង្គ្រោះជាតិលឺតែជេហ្នឹងអញប្រាប់តែជួបលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើស្ទីលអាឆាវអូរត់ពីចង្អាយទៅដោះឲ្យជើងផងឲ្យទៅចងខ្សែឲ្យជើងឲ្យហ្នឹងឯងចាំមើលតែប៉ុណ្ណឹងទៅបាត់ហើយអត់ឈ្នះលោកកធัวលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបកកែស្ទីលហ្នឹងណាបកកែស្ទីលអាឆាវក៏ធ្វើហើយធ្វើសមទៀតហើយសមកលៈទេសៈនិងសមនឹងមនុស្សដែលគួរធ្វើទៀតមនុស្សហ្នឹងគឺវាអញ្ចឹងឲ្យប្រជាប្រដ្ឋដឹងថាអាជេអញហ្នឹងមិនមែនស្អប់អំពើអាក្រក់ទេវាជេរអំណាចទេអាឈួតបងប្អូនឃើញអ្នកជេនៅក្នុងគណៈបកសំនឹងស៊ីឬគណៈបកសង្គ្រោះជាតិបងប្អូនអត់ដែលចេញមកឆ្កុយឈរដូចខ្ញុំទេណាឬនៅនងបន្តទៅទៀតឬមួយបើចេញមកទៅគណៈបកប្រជាជនហ្មងអត់ដែលមកឈរឆ្កុយអញ្ចឹងខ្ញុំបានចូលទៅក្នុងគណៈបកសំរងស៊ីដោយការភ័ន្តច្រឡំមែនណាខ្ញុំស្មានតែសំរងស៊ីស្នេហាជាតិណាបងប្អូនខ្ញុំទៅដល់ពេលទៅមិនស្នេហាជាតិពិតមែនណាចរិតរបស់ខ្ញុំពិតមែនហ្មងគឺខ្ញុំស្អប់ហ្មងទៅដល់កន្លែងហ្នឹងយីមិនកើតទេវើចេញមកឈរឆ្កើតអ្នកឯងហ្មងប៉ុន្តែពួកអានៅលើជាសកម្មជនធំរបស់គណៈបកសំរងស៊ីបងប្អូនដែលបានធ្វើតំណាងរាស្ត្របានអីហ្នឹងវាទៅគឺវាទៅរកប្រយោជន៍ផ្ទាល់ខ្លួនរបស់វាទេវាជេរគណៈបកប្រជាជនខ្លាំងឲ្យតែទៅជួបលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើស្ទីលឆាវព្រាមអូខេប្រយដូចធីសវណ្ណថាឯងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅសើលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគេដូចថាឲ្យដៃឲ្យភ្លើងខៀវទៅបាត់ហើយឃើញទេបងប្អូនហើយក្មេងស្រីគ្មានការអប់រំរឿងអីដែលមិនពលនឹងលោកធម៌បងប្អូនងាយបំផុតប៉ុន្តែវាបញ្ហានៅត្រង់ថាអាអ្នកគាំទ្រវាភ្លឺថាបងប្អូនបើវាជ្រៅប្រហែលយើងមើលឃើញយូរហើយខ្ញុំថាអូយលោកឲ្យលោកលេងសិតតឡែកផេករបស់គេហ្នឹងប្រហែលទេបងប្អូនជាង2លានផេករបស់ខ្ញុំឲ្យតាមដំណើរអំរាយវាទៅតែជាង100000ហ្នឹងស្អីគេ
សួនសេរីរដ្ឋាគេបង្កើតក្រោយខ្ញុំផងเพจរបស់គេឡើងណា20 30 ម៉ឺន 50 ម៉ឺនណាមហ្នឹងគេបង្កើតក្រោយផងហើយល្បីមិនបានប៉ាន់ខ្ញុំផងប៉ុន្តែเพจរបស់គេមើលគេ like មកខ្ញុំតាមឯតាណាឯងចង់ like តាមមុខឯម៉ែអញឲ្យមែនទេដើម្បីអញអីអត់រវល់ដល់ពេលយើងទុកតាមដំណើរអញ្ចឹងបងប្អូនពេលដែលខ្ញុំ live បងប្អូនណាអ្នកចូលមើលច្រើនជាងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន live ទៀតហេតុអីព្រោះអ្នក like ហ្នឹងពិតប្រាកដសិតតែចង់ដឹងព័ត៌មានពីយើងមែនបាន like page យើងដល់ពេលអញ្ចឹងពេលដែលខ្ញុំ live ម្ដងអ្នកពិតហ្នឹងចូលដល់ពេលអា page គេផ្សាយច្រើនដែល page គេ like ច្រើនសរាប់លានហ្នឹងដល់ពេល live ចូលមើល 500 នាក់ 1000 នាក់ដល់ពេលយើងវិញសិតតែច្រើនជាងហ្នឹងហើយលេខlike page យើងវាតិចជាងគេប៉ុន្តែវាសិតតែមនុស្សពិតខ្ញុំទៅតាមតាណាបងប្អូនខ្ញុំតាមតាណាខ្ញុំខ្ជិលណាពួកយើងច្រើនណាស់ប្រើខ្ញុំប្រម៉ូទបងប្អូនខ្ញុំមិនមែនថាមិនចង់ប្រម៉ូទទេកន្លែងខ្លះយើងត្រូវប្រើកិច្ចខ្លះដែរដើម្បីបំបាក់ប្រជាពលរដ្ឋខ្មែរពួកប្រជាពលរដ្ឋខ្មែរឲ្យតែឃើញវងហ្នឹងគាត់មកហើយប៉ុន្តែអារម្មណ៍របស់ខ្ញុំតែអត់សូវមានរឿងហ្នឹងវាអត់ឆ្លាក់ចូលរឿងហ្នឹងទេវាអត់ហ្មងហើយចង់ like ក៏ like ទៅហើយមិនចង់ like ក៏ហើយទៅខ្ញុំអត់ដែររវល់ទេបងប្អូនអត់រវល់ទៅតាមដំណើរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ពលអារម្មណ៍របស់ខ្ញុំទៅនឹងត្រូវអញ្ចឹងបានខ្ញុំវាយគាត់យ៉ាងម៉េចក៏ដោយខ្ញុំរិះគន់យ៉ាងម៉េចក៏ដោយបងប្អូនគាត់នៅតែទទួលយកបានកន្លែងហ្នឹងបងប្អូនត្រូវមើលឃើញអំពើល្អរបស់គាត់តាំងតែពីចេញមកបងប្អូន10ឆ្នាំហើយគាត់មិនដែលតបតមួយយើងទេគ្មានពីណាអាចកិច្ចរួចពីការវាយរបស់គាត់ទេតែពឹបឡើងអាម៉ាស៊ីហ្នឹងតែពឹបឡើងអាហ្នឹងតែអញ្ចឹងហ្មងជាមួយយើងគាត់អត់ទេអាទៅនឹងខ្ញុំនឹកឃើញដល់ពាក្យគាត់និយាយថាម៉េចទេអើបើហែងខូចអញលេងតាមខូចបើហែងល្អអញលេងតាមល្អដែរខ្ញុំថាដូចគាត់និយាយហ្នឹងត្រូវមែនវាត្រូវមែនគាត់និយាយចឹងត្រង់ថាគាត់នឹងយល់ពីខ្លួនគាត់ដល់កម្រិតណាមិនដឹងទេណាប៉ុន្តែពាក្យគាត់ហ្នឹងគឺគាត់យល់ថាខ្លួនគាត់ហ្នឹងគឺយល់ត្រូវមកគាត់និយាយថាម៉េចហ៊ុនសែនប្រែថាត្រង់ត្រង់ឬមិនត្រង់អាហ្នឹងគាត់អត់ភូតខ្លួនគាត់ទេណាប៉ុន្តែគាត់មើលឃើញថាគាត់ហ្នឹងគឺត្រង់អញ្ចឹងមកគាត់ថាហ៊ុនសែនប្រែថាត្រង់បើឯងលេងស្រួលអញលេងស្រួលបើឯងលេងមិនស្រួលអញធ្វើតាមមិនស្រួលដែរដល់ពេលឃើញគាត់ប្រតិកម្មមួយយើងអញ្ចឹងជាង10ឆ្នាំហើយបងប្អូនគាត់មិនដែលថាអីយើងអាកន្លែងហ្នឹងដែលយើងត្រូវគោរពបងប្អូនតែខ្ញុំមើលទៅគាត់ណាវាអត់ស្តង់ដាដែលអាចត្រូវដឹកនាំប្រទេសបានគាត់មិនមែនជាមនុស្សអាក្រក់ដូចម៉ែយើងក៏មានមនុស្សអាក្រក់ទេប៉ុន្តែទីមួយចិត្តរបស់គាត់ណាអត់ចេញផុតពីគ្រួសាររបស់គាត់ទេម៉ែយើងគាត់ស្រឡាញ់តែគ្រួសាររបស់គាត់ទី2សមត្ថភាពនៃការមើលឃើញរបស់គាត់ណាបងប្អូនវាខ្លីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបេះដូងរបស់គាត់ណាវាអត់ក្របទាំងមូលគាត់ទៅដោះស្រាយបញ្ហាកន្លែងណាបងប្អូនគឺទៅដោះស្រាយដោយគាត់គិតពីរឿងស្លឹកឆ្នោតបើកន្លែងហ្នឹងដោះទៅបានស្លឹកឆ្នោតណាអាហ្នឹងគាត់ដោះហើយបើយើងខាងប្រឆាំងខាងអីមានការឈឺចាប់គាត់អត់មកដោះឲ្យយើងទេវាអត់ដល់ថ្នាក់ឧត្តមកតេវាអត់ដល់ថ្នាក់ឧត្តមកតេមនុស្សមានឧត្តមកតេបងប្អូនហើយជាគណៈបកប្រឆាំងហើយជាអ្នកប្រឆាំងមួយអញក៏ប៉ុន្តែអញជានាយករដ្ឋមន្ត្រីនៃប្រទេសហ្នឹងគ្រប់គ្រងមនុស្សទាំងអស់ពេលដែលឈ្នះឆ្នោតហើយជានាយករដ្ឋមន្ត្រីនៃទាំងអស់គ្នារស់នៅក្រោមបេះដូងរបស់យើងទាំងអស់គ្នាពួកគណៈបកប្រឆាំងមានបញ្ហាអយុត្តិធម៌បងប្អូនដោះស្រាយមុនគេបំផុតមិនមែនរឿងសន្លឹកឆ្នោតទេដោះស្រាយឲ្យគណៈបកប្រឆាំងបានលក្ខណៈពីណាពួកបីយើងដោះឲ្យវាក៏វាបោះឆ្នោតឲ្យគណៈបករបស់វាដែរក៏ប៉ុន្តែយើងជានាយករដ្ឋមន្ត្រីដែលមានសេចក្តីថ្លៃថ្នូរគឺយើងត្រូវតែអញ្ចឹងតែគាត់អត់ដល់ថ្នាក់ហ្នឹងទេណាគាត់អត់ទេបើយើងត្រូវបានគេស៊ើបថាដីកន្លែងហ្នឹងអីកន្លែងហ្នឹងមានទំនាស់ហ្នឹងពួកប្រឆាំងទេគាត់ធ្វើក្តីអញ្ចឹងណាប៉ុន្តែបើមើលទៅឃើញថាបាត់ស្លឹកឆ្នោតគាត់ទៅតែឲ្យគាត់អាក្រក់ដោយសំរងស៊ីកឹមសុខាល្បាញ់គាត់អត់ទេដល់ពេលគាត់ពលត្រូវថាគាត់វាអត់ល្បាញ់អត់អីអត់ខូចកលិចកលុចដោយសំរងស៊ីហ្នឹងបាទគាត់និយាយថាហ៊ុនសែនប្រែថាត្រង់ព្រោះគាត់ពលត្រូវខ្លួនគាត់ប៉ុណ្ណឹងខ្ញុំមើលទៅឃើញគាត់អាធិធល្អហ្នឹងវាមានអញ្ចឹងបានខ្ញុំដូចថារទៅថាគាត់មនុស្សថោកទាបអីអារម្មណ៍យើងទៅអត់ទៅរួចហ្មងបងប្អូនមានពេលខ្លះខ្ញុំមានអារម្មណ៍តែភ័យផងឧបមាថាទីលានហ្នឹងពស់មានពស់ដល់ពេលយើងចេះតែយើងចេះមើលពស់យូរទៅយើងដឹងថាអូយើងអាចធ្វើទីលាននយោបាយមួយធ្វើនៅក្នុងទីលាននយោបាយមួយដែលមានពស់ស្រាប់តែអស់ពីគាត់ទៅចូលខ្លាម្ដងចុយមកអាថ្មីទៀតអញនឹងធ្វើមិនទេមិនទាន់ចេះសិល្បៈផងនេះហ៎អញ្ចឹងបានខ្ញុំថាបើលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅឲ្យបានកាន់តែយូរខ្ញុំហិតតែសប្បាយចិត្តបងប្អូនហិតតែសប្បាយចិត្តអាខាងក្រមហ្នឹងមិនចាក់គាត់ស្ទើរណាបងប្អូនរឿងយើងហ្នឹងមិនចាក់ស្ទើរមិនគាត់ធ្វើមិនដឹងកន្លែងខ្លះមិនមែនធ្វើមិនដឹងប្រកាពាផងហេតុអីបងប្អូនខ្ញុំគិតថាគាត់ក៏គិតឃើញថានៅស្រុកខ្មែរវាត្រូវតែមានគណៈបកប្រឆាំងហើយគាត់ក៏ហត់នឿយជាមួយនឹងហ៊ុនស៊ិនប៉ិច
គាត់ក៏ហត់នឿយជាមួយនឹងល្បិចកលរបស់សំរងស៊ីក៏លិចកម្មសខាចាស់ហើយទីទៀតមិនគាត់ឥឡូវដល់ពេលអញ្ចឹងគាត់នឹកឃើញថាចង់បានគណៈបកប្រឆាំងមួយដែលស្មោះត្រង់ណាបើសិនណាជាវាលបោតឧទាហរណ៍ថាវាចៃដន្យគណៈបកប្រជាជនចាញ់ស្លឹកឆ្នោតហើយបានមកឈ្នះយើងក៏គួរឲ្យទុកចិត្តបានថាវាមិនគ្រោះថ្នាក់ដល់យើងដែរមិនគ្រោះថ្នាក់ដល់គាត់ដែរខ្ញុំគិតថាអញ្ចឹងបងប្អូនគិតថាអញ្ចឹងពួកយើងត្រូវយល់ទីលាននយោបាយរបស់យើងគឺមានខ្លាមួយណាបើគាត់មិនឲ្យយើងសុកក៏ច្បាប់ទប់មិនជាប់ទេបងប្អូនយើងគឺដឹងតែពីប្រហែលសុកហ្មងអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាបើឃើញគេខុសថាខុសបើឃើញគេត្រូវឲ្យបន្ទុកគេផងថ្មីបិទតែយើងប្រឆាំងជាមួយនឹងរបៀបនៃការដឹកនាំរបស់គាត់ក៏ប៉ុន្តែចំណុចល្អរបស់គាត់ដែលគាត់មានយើងត្រូវតែគោរពយើងមើលឃើញអញ្ចឹងបងប្អូនដល់ពេលបេះដូងរបស់យើងជាបេះដូងសុចរិតទៀងត្រង់យើងមិនបាច់ភ័យព្រួយពីសកម្មភាពការងារតាមកាយនិងវាចារបស់យើងឯងបេះដូងរបស់យើងវារៀបចំឲ្យយើងអត់មានពាក្យសោកសៀតពាក្យកាច់មួលទៅត្មងខ្ញុំថា10ឆ្នាំនេះគាត់ពាល់ត្រូវអារម្មណ៍របស់យើងគាត់ពាល់ត្រូវចិត្តរបស់យើងអញ្ចឹងបានប្រតិកម្មរបស់គាត់ចេញមកវាសាបវាអត់មានពឹសទេបងប្អូនគាត់និយាយមកគឺអត់មានពឹសហ្មងហើយមិនមែនជាការចៃដន្យទៀតគឺគាត់មានបំណងមិនចង់បង្កើតអរិភាពជាមួយនឹងយើងពីព្រោះខ្ញុំគិតថាគាត់ដឹងថាថ្ងៃក្រោយសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងក្លាយទៅជាដៃគូប្រឆាំងរបស់គាត់ហើយដូច្នេះការបង្កើតអរិភាពក្នុងទំនាក់ទំនងរវាងគណៈបកប្រឆាំងនិងគណៈបកកាន់រដ្ឋាភិបាលវាមិនល្អសម្រាប់ប្រទេសជាតិហើយក៏វាមិនល្អសម្រាប់គាត់ដែរគាត់ខ្សែគប់ជាមួយសំរងស៊ីខ្សែគប់ជាមួយកឹមសុខាខ្សែគប់ជាមួយគណៈបកហ៊ុនស៊ិនប៉ិចគាត់ហត់ណាបងប្អូនហត់ណាដូចយើងក្តីក្តាមគ្នាអញ្ចឹងឆ្លោះគ្នាដំបងដៃទៅប្តឹងឡាកាដល់ពេលប្តឹងទៅ4 10ឆ្នាំទៅវាអស់លុយផងអីផងហត់ដល់ហត់ទៅហៅមកសម្រួលគ្នាឆាប់ត្រូវណាវាហត់ហើយប៉ុន្តែដំបងដៃអត់សម្រួលគ្នាបានទេណាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ឆ្លោះមួយគេនោះឆ្លោះហត់ពេកហើយដល់ពេលប្រហែលយើងគាត់ទទួលយកបានបណ្ដោយណាអារម្មណ៍របស់គាត់អញ្ចឹងខ្ញុំមើលទៅបងប្អូនណាការធ្វើនយោបាយសំខាន់ណាស់បងប្អូនអារឿងមើលទីលាននយោបាយឲ្យសពគ្រប់រួចហើយមករៀបចំអរិយាប័ត្រនយោបាយរបស់យើងឲ្យសមស្របជាមួយនឹងទីលាននយោបាយដែលមានអត់អាចបន្ទោសទីលាននយោបាយទេអូយស្រុកខ្មែរនាយករដ្ឋមន្ត្រីអីក៏កាចម៉េះប្រើតែកម្លាំងសព្វាវុធមិនដូចនៅស្រុកគេបាតកម្មបានស្រួលអានោះស្រុកគេស្រុកយើងវាអញ្ចឹងយើងត្រូវទទួលស្គាល់អានឹងរួចហើយយើងត្រូវធ្វើនយោបាយឲ្យសមស្របក្នុងស្ថានភាពរបស់ប្រទេសយើងបងប្អូនណាវាអត់សំខាន់ត្រង់យើងទៅថាឲ្យគេខ្លាំងទៅចាក់ទៅរុកទៅឆ្កឹះឆ្កៀលដើម្បីប្រឡងប្រណាំងថាអាណាក្លាហានខ្លាំងជាងគេក្នុងការជេរនាយករដ្ឋមន្ត្រីហ៊ុនសែននេះអូមានអសមនឹងស៊ីបានខ្លាំងអត់មានទៅប្រកួតប្រជែងអញ្ចឹងឯងបងប្អូនសំខាន់បំផុតត្រូវដាក់សំណួរចឹងដាក់សំណួរខ្លួនឯងថាហែងកំពុងតែធ្វើអីសប្តាហ៍ថ្ងៃដើម្បីប្រទេសជាតិឬដើម្បីបម្រើទស្សនវិស័យរបស់ហែងដែលមានផលប្រយោជន៍សម្រាប់ប្រទេសជាតិតែហែងកំពុងធ្វើអីថាយើងកំពុងតែបញ្យលប្រជាប្រដ្ឋហែងត្រូវការបញ្យលប្រជាប្រដ្ឋអញត្រូវការបញ្យលប្រជាប្រដ្ឋអូខេបើហែងត្រូវការបញ្យលប្រជាប្រដ្ឋដៃម្ខាងណាគេងទៅមនុស្សសត្វទាំងឡាយលួងលោមគេឲ្យដេកដើម្បីឲ្យយើងបាននិយាយមួយកូនយើងកាន់តែយូរកាន់តែខ្លាំងកាន់តែច្រើនដៃម្ខាងលួងលោមណាដេកទៅគេងទៅមនុស្សសត្វទាំងឡាយដៃម្ខាងទេកេះកូនយៈទេណាកូនងើបឡើងទៅផ្ទះយើងវិញអំណាចរបស់យើងណាកូនបាត់បង់អីបងប្អូនណាជួនកាលគាត់ពិបាកនឹងបញ្ជូនសញ្ញាមកឲ្យយើងដែរឧទាហរណ៍ថាគាត់ចង់ចេញផុតពីយួនទៅណាកើតបងប្អូនប្រជុំវិញគាត់ហ្នឹងយួនវារៀបចំអស់ហើយងាកមកខាងគណៈបកប្រឆាំងចាំតែខំគាត់ហើយបើគាត់និយាយប្រាប់ថាអូយណោះទៅស្ដាប់ខំវាសនានិយាយទៅបើថាមិនយើងសហការគ្នាដើម្បីរំដោះជាតិយើងគាត់និយាយចេញឯងគាត់និយាយអត់ចេញទេអរិយាប័ត្រដែលគាត់នៅស្ងៀមហ្នឹងវាបង្ហាញបងប្អូនគាត់ធ្វើនយោបាយយូរទៅបីមិនចេះយូរពេកចេះដែរណាបងប្អូនបើអត់ចេះបើកឡានសតដល់ពេលបើកឡានយូរចេះដែរណាបងប្អូនគាត់ចេះដែរណាដល់ពេលអញ្ចឹងគាត់នៅស្ងៀមឲ្យយើងធ្វើសប្ងាយបងប្អូនជួនកាលគាត់ចង់ចេញពីយួនណាយួនខំគាត់ដែរមិនក៏ដែរគាត់ថាយួនដែរគាត់ថាយួនមិនច្បាយគាត់ទេគាត់ថាចឹងដែរបងប្អូនចាណាមើលអរិយាប័ត្រនយោបាយក្នុងទីលាននយោបាយសំខាន់ណាស់សរុបមកវិញអ្វីដែលខ្ញុំចង់និយាយបងប្អូនខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនកាន់តែយល់ពីគណៈបករបស់ខ្លួនគឺថាជាចលនារបស់ពួកយើងទាំងអស់គ្នាដើម្បីផលប្រយោជន៍របស់ពួកយើងទាំងអស់គ្នាអញ្ចឹងបានខ្ញុំនិយាយថាមានតែគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតែមួយគត់ក្នុងស្រុកខ្មែរដែលជាគណៈបកប្រជាធិបតេយ្យឬគណៈបករបស់យើងទាំងអស់គ្នាខ្ញុំសូមបញ្ចប់ចំណាប់ដំគ្រាដំបូងរបស់ខ្ញុំត្រឹមប៉ុណ្ណេះសូមអរគុណ